សើសារនេះគឺជាភ័យផាខ្សែធំលាន់លើខ្លាំងដូចជាភ្លៀងធ្លាក់ខ្លាំងចំណែកខ្សែតូចលាន់លើតិចតិចដូចជាការខ្សឹបខ្សៀវនេះជាការជួបគ្នាលើដំបូងរវាងខ្ញុំនិងនាងនាងមានអាយុ21ឆ្នាំក្នុងការផ្ទះរបស់នាងពោពេញដោយពលិខ្ញុំមានអាយុ25ឆ្នាំក្នុងការផ្ទះរបស់ខ្ញុំគឺមានតែនាងម្នាក់គត់ប្រទើថាចៅនេះជាគ្រូបង្រៀនសាសនានៅសាលារបស់យើងលេងមួយជើងនឹកស្មានថាវាគឺជាការជោគជ័យបានមិននឹកស្មានថា8ឆ្នាំក្រោយពួកយើងបានជួបគ្នាម្ដងទៀតឡើយប្រពន្ធសម្លាញ់ចាំងវិនជុនទូរស័ព្ទគេតែមកទីបំណុលកម្ចីអនឡាញថ្ងៃនេះគេតែមកខ្ញុំ3ដងហើយបងទៅលេងល្បែងទៀតហើយមែនទេលើកមុនពេលដែលគេស្ទាក់នៅមុខទ្វារផ្ទះនោះខ្ញុំបាននិយាយហើយបើបងនៅទៅលេងល្បែងទៀតពួកយើងលេងលះទៅបងមិនខ្វល់ពីសម្ដីខ្ញុំតតែសោះអូនសម្លាញ់អូនកុំអារម្មណ៍អីព្រោះលើនេះគឺបងអាចដោះស្រាយវាបានហើយចាំពេលដែលភាពហ៊ុនរបស់បងបានទិញនោះគឺវាខ្លាំងខ្លាំងដល់ពេលនោះបងមានលុយឲ្យគេហើយខ្ញុំគ្រាន់តែចង់ដឹងថាបងខ្ចីគេប៉ុន្មាននៅក្នុងចិត្តបងនៅមានគ្រួសារនៅមានខ្ញុំជាប្រពន្ធម្នាក់នេះទៀតដែរទេបើបងនៅតែមានបេះដូងបងក៏មិនរំចាញ់ជីវិតពួកយើងម្ដងហើយម្ដងទៀតដល់ផ្លូវទល់បែបនេះដែរបងគ្មានបេះដូងបងគ្មានបេះដូងមែនតែទេលេងមួយយេអូនសាកសួរវិន័យសកាខ្លួនឯងមើលទៅបងសូម្បីតែការងារនៅក្រុងធំធំក៏បងនេះហ៊ានបោះបង់ចោលដែរបងយកព្រមពុតតែអូនតែបងនេះគ្មានបេះដូងពិតមែនទេហើយពេលនេះបងគ្រាន់តែចង់រកឲ្យបានច្រើនឲ្យអូននៅស្រួលលឿនបន្តិចតែបងនេះគឺវាខុសណាស់មែនតែទេបងនេះគ្រាន់តែចង់ឲ្យប៉ាម៉ាក់អូនមើលមកបងក្នុងផ្លូវល្អខ្លះបងនេះខុសណាស់មែនទេបងប្រាប់អូនចោះរឿងលើកនេះគឺបងអាចដោះស្រាយបានពុំនៅលើកនេះគឺបងអាចសងគេរួចអូនមិនចាំបាច់ខ្វាត់ទេកាស៊ីណូចាំងវិនជុនបងទៅលេងល្បែងមែនទេគឺគាត់តែពេលញ៉ាំអីជុំគ្នាលេងតែបន្តិចទេលេងតែដើម្បីស្បាយប៉ុណ្ណោះទេប្រយ័ត្នទៀតបងក៏មិនចាញ់ច្រើនដែរលើកក្រោយបងឆ្លោះជាយកដើមមកវិញហើយអូនសម្លាញ់មកដល់ខុសហើយអូនក៏ទៅបានដែរទេចាំងវិនជុន100000យួននោះគឺជាប្រាក់ចំណូលពេញមួយឆ្នាំរបស់ពួកយើងបងយកលេខ100000យួននោះទៅលេងល្បែងអូនសម្លាញ់មកដល់ខុសហើយបងពិតជាដល់ខុសពិតមែនអូនដល់ការបងឡងទៀតទេណាអូនមកមិនមែនជាមនុស្សទេមកជាមនុស្សចឹងហើយបងពិតជាដល់ខុសពិតមែនអូនប្រពន្ធសម្លាញ់ម៉ាមិនយួនទៅលេងល្បែងទៀតហើយកូនស្ដាប់តាមម៉ាក់ទៅបើមិនចឹងទៅលេងលះទៅពីមុនប៉ានឹងម៉ាក់បានចំទោសហើយតែកូននៅតែចេះចោលរៀបការទៀនឥឡូវនេះមើលចុះតាំងពីសាកលវិទ្យាល័យរហូតដល់ពេលនេះ6ឆ្នាំហើយការលេងលះគឺមិនងាយស្រួលទេពេលមុនតើខ្ញុំស្លាញ់គាត់ត្រង់ណាទៅជីវិតអាពាហ៍ពិពាហ៍7ឆ្នាំមុននេះពីការខកចិត្តលើកដំបូងរហូតស្ពកសាពន្ធទាំងស្រុងការបន្តរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះលើពាក់ព័ន្ធនឹងការស្រឡាញ់ទៀតហើយគឺគ្រាន់តែមិនអាចបោះបង់នៅអ្វីដែលគេហៅថាទំនួលខុសត្រូវក្នុងគ្រួសារប៉ុណ្ណោះហើយក៏ខ្លាចប៉ាម៉ាក់បារម្ភពីខ្ញុំដែរតាមពិតទៅជីវិតអាពាហ៍ពិពាហ៍និងការស្រឡាញ់គ្នាគឺមិនដូចគ្នាឡើយតាមពិតទៅមនុស្សដែលប៉ាម៉ាក់មិនទទួលស្គាល់ប្រហែលជាមិនមែនជាគូព្រេងពិតប្រាកដទេឃើញឈុនម៉ាក់ប៉ារបស់លេខលោកប៉ាជាឆ្នាំហើយដែរហើយគួរតែរៀបការម្ដងទៀតទៅដើម្បីងាយស្រួលក្នុងការមើលថែប៉ាលោកប៉ាពេលណាប៉ាមកមើលកូនកូននឹកប៉ាណាកូនឈឺពេលមកចាក់ថ្នាំឲ្យកូនមិនយំតតែសោះចាំប៉ាធ្វើការរួចនៅតែមើលកូនណាប៉ាក៏ស្រឡាញ់កូនដែរអត់ទេចៅនេះជាលើកទី1ដែលលោកមកក្នុងតង់យន្តវិញក៏លើកទី1ដែលលោកចាំមកត្រួតពិនិត្យសភាពពាណិជ្ជកម្មចៅដែរខ្ញុំប្រាប់ពួកគេហើយពួកគេកំពុងចាំនៅក្នុងបន្តប្រជុំតែពួកយើងគួរត្រួតពិនិត្យតាមនីតិវិធីសិនទេមិនបាត់ទេលើកមុនកាលមកទេនេះកាលពី8ឆ្នាំមុន
ប្រពន្ធសម្លាញ់អូនមកដល់ហើយមកស្មានតែថ្ងៃនេះអូននឹងបានតា មករំការងារហើយខ្ញុំយកឯកសារទៅឲ្យគេកញ្ចែកដល់កាទីននេះ ប្រពន្ធសម្លាញ់កំខឹងមកទៀតដែរមកសន្យាថាថ្ងៃក្រោយបងនឹងមិននៅល្បែងទៀតទេអូនសម្លាញ់នឹងទេតែពីមានរឿងកំជិលអនឡាញមួយនោះអ្នករំការងារតែងតែមើលបងរហូតបងពិតជាពិបាកទទួលយកអារម្មណ៍មួយនេះណា មនុស្សគ្រប់រូបតែតែមានកំហុសឲ្យតែការប្រើទៅគឺបានហើយរឿងកញ្ចែកអនឡាញគឺវាបានកន្លងទៅហើយតែថ្ងៃមុនបងគ្រាន់តែរស់នៅបានល្អទៅគឺបានហើយខ្ញុំមិនដែលរំពឹងថាបងរកលុយបានច្រើនទេគ្រាន់តែមិនចង់ទទួលបានទូរស័ព្ទទេមកទីបំណុលទៀតកុំឲ្យប៉ាម៉ាបារម្ភពីពួកយើង អាយ៉ារបស់ចាងប្រពន្ធមកទទួលជាមីធ្វើការហើយអាយ៉ាពិតជាចំណាយបងខ្លាំងណាស់ណាអញ្ចឹងខ្ញុំទៅមុនហើយណាបាយបាយថ្ងៃស្អែកជួបគ្នាណាមើលទៅពួកគេពិតជាសំគ្នាណាព្រោះមានទេពកោសល្យស្រីស្រស់សភីធានចាគ្រប់យ៉ាងរៀបចំរួចហើយតែត្រូវការជួយទៅខាងក្នុងឡើយទេបាន នាយកចាញ់មកខែឆាប់នាំគ្នាទៅសភាគាត់ទៅនាយកចាញ់បន្ទាប់ពីត្រឡប់មកវិញលោកចង់ផ្ដោតលើវិស័យណាដែរលើថាលោកនាយកចិត្តទុកដាក់លើវិស័យអប់រំតែជារឿងពិតទេ នោះគឺជាប្រធានចាដែលទៅតាមមកបរទេសវិញចៅចឹងឈ្មោះមកត្រួតពិនិត្យសភាពពាណិជ្ជកម្ម ចៅថេងឈុន យកនេះគ្រប់គ្នាមិនចាំបាច់គួរសមទេគាត់តែជាការជួបជុំមិត្តភក្តិប៉ុណ្ណោះទេមកអ្នកគ្រប់គ្នាលើកជូនលោកប្រធានចៅមួយកាទៅលោកប្រធានចៅនៅក្មេងតែមានសមត្ថភាព8ឆ្នាំមុនត្រូវក្រុមហ៊ុនបញ្ជូនទៅពង្រឹងផ្នែកទីផ្សារនៅក្រៅប្រទេសមិនបានលោកសុខសុខស្រាប់តែត្រឡប់មកក្នុងប្រទេសវិញអញ្ចឹងចាទៅហើយនៅប្រទេសហើយក៏ចង់មកចំណាយពេលជាមួយនឹងជាប៉ាបានច្រើនដែរមើលទៅលោកប្រធានចៅក៏ជាអ្នកស្វែងរកមកជាមួយកូនស្រីដែរថាលើថាសភាពពាណិជ្ជកម្មចៅយ៉ាងអភិវឌ្ឍក្នុងប្រទេសអនណាហើយបានដល់បុគ្គលិកថ្មីៗជាច្រើនមែនទេត្រូវហើយបុគ្គលិកថ្មីនេះចម្រើនលឿនណាស់មានប្រមាណអ្នកក៏មិនអន់ដែរអូជាពិសេសចៅវិញយម្នាក់នោះមិនដឹងថាគេសង្ឃឹមប៉ុណ្ណោះទេខេត្តរបស់គេណាក៏មានរត់សម្បោសស្អាតមិនអន់ដែរនេះក៏បានធ្វើការនៅក្នុងក្រុមហ៊ុនដែលយើងវិនិយោគដែរគឺអនុវិទ្យាល័យចៅយ៉ាងណាអូមុននេះពេលលោកប្រធានចុះមកគេក៏បាននាំប្រពន្ធរបស់គេមកមុខក្រុមហ៊ុនរបស់យើងនេះផងដែរណាហើយក្មេងចៅយ៉ាងម្នាក់នេះណាកុំរំលឹកអត់ជាងពេលគេមកដំបូងក៏ខំប្រឹងប្រែងមិនអន់ដែរខ្ញុំនឹងថាគេនឹងត្រៀមយកកូនប៉ុន្តែក្រោយមកគេក៏យកមិនបានហើយក្រោយមកទៀតណាគេក៏នោះក៏ខ្លាចទៅជាមនុស្សញៀនល្បែងតាមដងទេហើយមានដឹកនោះណាក្រុមហ៊ុនកំចៃអនឡាញបានមកលោឡាដល់ក្រុមហ៊ុនទៀតផងមិនស្មានថានេះត្រូវរកទៅវិញទៅនេះក្នុងជីវិតអភិភាពបែបនេះសោះអាយ៉ាតោះបានហើយពួកយើងលើកជួនលោកប្រធានចៅមកកៅទៀតទៅតោះអរណាសូមលោកប្រធានចៅត្រឡប់មកទៀតវិញមកហើយសុខចង់ជំរាបជូនដល់អូនចូលចិត្តបំផុតអូនស្រឡាញ់ឆាប់រួមមកទេអូនស្រឡាញ់នេះអូននៅខឹងរបស់ទៀតតែមិនដែរទេអូនកុំបារម្ភអូនស្បាត់ថាបងជុំលេងល្បែងទៀតហើយឬកំជិលអនឡាញដឹកនេះបងរកវិធីសងគេហើយ ជាលើកចុងក្រោយហើយនេះគឺជាលើកដែលប៉ាម៉ាក់ឲ្យបងយកទៅសងអំណុលសិនទៅសង្ឃឹមថាពាក្យចាំរ៉ាមិនធ្វើប៉ះពាល់ដល់ពួកគាត់ទេប៉ាហើយណាម៉ាក់គាត់ដល់រឿងនេះដែរមែនទេ ថ្ងៃនេះជាថ្ងៃកំណើតបងឆាប់ញ៉ាំបាយទៅបានណាប្រពន្ធស្មានអូស្មាននេះអូនកាត់អីណា មិនអីទេគ្រាន់តែក្រពះមិនស្រួលមានអារម្មណ៍ថាចង់ក្អួន អញ្ចឹងស្អែកពួកយើងទៅមន្ទីរពេទ្យប្រណិប័តទេ នេះមិនមែនជាជំងឺក្រពះទេអ្នកនេះមានផ្ទៃពោះ5សប្តាហ៍ហើយកូនមានចង្វាក់បេះដូងនិងដុំសាច់តូចហើយគ្រាន់តែចង្វាក់បេះដូងមិនថេរដល់ពេលនោះត្រូវតែប្រយ័ត្នប្រយែងបន្តិចខំយកកូនយកហើយតែមិនមានដំណឹងសោះស្មានដល់ថាមានភ្លាមបែបនេះសោះកូនសម្លាញ់កូនត្រូវធំធាត់ឲ្យបានល្អប្រហែលជាកូនធ្វើឲ្យគ្រួសារមួយនេះមានអីផ្លាស់ប្ដូរមិនខានមិនយន់អូនមានដំណឹងល្អមែវយាកូនឆាប់មកប៉ប៉ូលីសមកគាត់ចង់លេខល្បាយត្រូវប៉ូលីសចាប់ហើយមែវបើកូនពិបាកចិត្តក៏និយាយចេញមកមកនៅទីនេះហើយ អូនស្មានមកសុំទោសជាកំហុសរបស់បងមិនមែនជំនួសទេបងជំនួសចង្រៃបងមិនមែនជំនួសទេ ឯងវិញខ្លួនឯងធ្វើអីទៅឯងទៅតែចេញមកទេ ប្រពន្ធសម្លាញ់បងសុំទោសប
បងពិតជាដឹងខុសពិតមែនហើយ យ៉ាងវិញយន់តើឯងមានទំនួលខុសត្រូវខ្លាំងដែរទេហេតុអីក៏ឯងកាយមិនឡើងបែបនេះហេតុអីក៏ឯងធ្វើដាក់កូនយើងបែបនេះទៅកើត ម៉ាខ្ញុំសុំទោសជាកំហុសរបស់ខ្ញុំមានកំហុសចំពោះនាងទៀតហើយ បើមិនមែនជាកំហុសអញចុះជាអ្នកណាទៅឬក៏ជាកំហុសកូនស្រីយើងអ្នកដន្លងអ្នកមិនធូរកំហឹងសិនទៅគេក៏បានមានខ្លួនឯងដូចហើយដែរសំខាន់បំផុតពេលនេះគឺមានហើយនឹងចៅមែនទេចៅគឺបានបាត់បង់បាត់ទៅហើយ ប្រពន្ធសម្លាញ់បងសុំទោសទោះឲ្យខាបងម្ដងទៀតផងប្រពន្ធសម្លាញ់ឲ្យខាបងម្ដងទៀតផងអត់ធ្វើបងផងប្រពន្ធសម្លាញ់ មាវក្រនបើបន្តិចហើយនៅបើតាមខ្ញុំគិតមាវគឺខ្វះការហាត់ប្រាណតែរាងកាយរបស់នាងគឺទន់ខ្សោយពេកបើមិនចឹងទេក៏មិនដល់ថ្នាក់នេះដែរកាលនោះខ្ញុំពពោះវិនយន្តខ្ញុំនៅទៅរត់មកយកអីវ៉ាន់ទៀត មកកុំបន្តនិយាយពីវាទៀតអី លែងលះទៅ អត់ទេមិនអាចលេងគ្នាទេមិនអាចលេងគ្នាទេអូនសម្លាញ់ទោះឲ្យខាបងជាលើកចុងក្រោយទៅមកសន្យាថាបងនឹងកាយដែរបងនឹងមិនលេងល្បែងតទៅទៀតទេ វិនយន្តខ្ញុំធ្លាប់បានតកាយបងច្រើនដងហើយតាំងពីរៀបការរហូតដល់ពេលនេះតាំងពីបងលេងល្បែងលើកដំបូង3ឆ្នាំហើយខ្ញុំលែងចង់តកាយបងទៀតហើយចាំពេលខ្ញុំចេញពីមន្ទីរពេទ្យរៀបចំលេងលះទៅ អត់ទេប្រពន្ធសម្លាញ់ ម៉ែ ប្រពន្ធសម្លាញ់ ខ្ញុំចង់ទៅផ្ទះវិញបានពួកយើងទៅផ្ទះវិញ ប្រពន្ធសម្លាញ់បងនឹងថាបងនិយាយអីពេលនេះក៏អូននេះមិនជឿដែរបងសុំស្បាត់មុខណាថាបងនេះនឹងកាយដែរបងស្បត់មួយជីវិតនេះបងនឹងលេងល្បែងតទៅទៀតហើយ ខ្ញុំលែងជឿបងទៀតហើយមួយជីវិតនេះខ្ញុំលែងចង់ឃើញមុខបងទៀតហើយចេញទៅមាវ ប្រពន្ធសម្លាញ់ គ្រាន់តែរលត់កូនសោះខឹងអីក៏ខឹងម្ល៉េះបើមិនសាររហូតមកនឹងយកកូនមិនបានទេវិនយន្តក៏មិនញៀនល្បែងក៏មិនចេញលុយអនឡាញដែរអ្នកនិយាយឈួតស្អីរឿងនេះពីពាក្យប៉ុនអីនឹងកូនស្រីខ្ញុំគឺខ្ញុំនិយាយខុសហើយចាស់ពោលថាសុខចិត្តវិវត្តចោលក៏មិនបាច់ចំណាំអាពាហ៍ពិពាហ៍គេដែរពួកគេទាំងពីរស្គាល់គ្នាតាំងពីរៀនមហាវិទ្យាល័យរហូតដល់ពេលនេះក៏មិនងាយស្រួលដែរម៉ាក់មាវអ្នកជួយនិយាយជាមួយមាវបន្តិចទៅ ប្រពន្ធសម្លាញ់អូនធ្វើចិត្តចាក់ទៅសិនបានស្ដាប់បងនិយាយសិនបានទេ វិនយន្តតើខ្ញុំតើកាយបងប៉ុន្មានដងហើយអត់តើបងប៉ុន្មានដងហើយឡែកដៃទៅ អូវបងប្រពន្ធសម្លាញ់គឺលីហ្វីនប៉ពួកគេហាក់បងទៅទេតម្លៃគឺបងមិនចង់ទៅទេប៉ុន្តែបងចង់រកលើច្រើនទេដើម្បីឲ្យអូនហើយនឹងកូនរស់នៅឲ្យបានល្អបងគាត់តែចង់ប៉ាម៉ារបស់អូនមើលបងក្នុងផ្លូវល្អប៉ុណ្ណោះនេះគឺជាលើកទី1ហាត់ដែលបងចូលលេងល្បែងក្នុងប្រហែលខែនេះ គ្រប់គ្រាន់ហើយបងលេងល្បែងប៉ុន្មានដងហើយនៅក្នុងចិត្តបងគឺដឹងច្បាស់ណាស់តើអ្នកណាមកខំឲ្យបងទៅលេងថាដើម្បីពួកយើងនោះហើយវាយ៉ាងម៉េចទៀតខ្ញុំមិនចង់ឃើញមុខបងទៀតទេ អូនសម្លាញ់ ឡែកដៃទៅ អត់ទេប្រពន្ធសម្លាញ់អូនអត់ទៅបងនេះម្ដងទៀតទេបងសន្យាថាថ្ងៃក្រោយបងនឹងឈប់លេងល្បែងតទៅទៀតហើយ ស្អែកម៉ោង10ជួបគ្នានៅសាលាស្រុង ចាំមិនយូរមិនសមនឹងអូនទេថ្ងៃក្រោយក៏មកដល់ខ្លួនឯងដល់ទឹកចិត្តឯងជួយថាគ្រូបង្រៀនលិនមួយជាតិនៅអនុវិទ្យាល័យចៅយ៉ាងផងទើបគាត់ថានឹងសុខភាពល្អហាមរំខាននេះមិនទេបើចង់យកចិត្តទុកដាក់ចំពោះនេះតើត្រូវប្រាថ្នាអ្វីទៅនេះទឹកចង់កាត់ដូចព្រះអង្គអ្វីដែលត្រូវការគឺភាពស្ងប់ស្ងាត់មិនត្រូវការការខានគ្មានហាក់តទេ លោកប៉ាតើប៉ាកំពុងមើលអីហេតុអីក៏ទឹកមុខមើងម៉ាត់បែបនេះ គ្មានអីទេចេញពីមន្ទីរពេទ្យលើនេះត្រូវហាត់តាមរយៈពេលបាន30នាទីមិនចឹងទេអានពីនៃកូនឲ្យចម្លងមេរៀនហើយនឹងទេ ចាលោកប៉ាក៏នឹងត្រូវហាត់ប្រាណឲ្យបានល្អមែនសុំតោះតែមិនបាននៅជាមួយអូនចង់បានពេលនេះអូនមានសេរីភាពហើយ សំដីខ្លាំងមិនបាញ់និយាយទៀតទេតែថ្ងៃមករស់នៅរៀងៗខ្លួនទៅ ពេលនេះខ្ញុំបងបានដាក់លុយហើយពេលនេះក្នុងខ្លួនបងគ្មានលុយសោះទេលុយ50ប៉ុណ្ណោះបងសុំបាយអូនយឺតបន្តិច បាន មែនតើអូនមានចិត្តស្នេហ៍បងបន្តិចដែរទេ សំដីទាំងនេះមិនបាច់និយាយទៀតទេខ្ញុំហត់ណាស់គឺពិតជាហត់ណាស់ការធ្វើបែបនេះគឺសុទ្ធតែល្អចំពោះពួកយើងសុទ្ធតែជាការរំដោះខ្លួន សុទ្ធតែជាការរំដោះខ្លួនសង្ឃឹមថាចឹងចុះបងនៅតែសង្ឃឹមថាអូននឹងមានក្តីសុខដល់ពេលពួកយើងគឺបងធ្វើខុសចំពោះអូនគឺបងជំពាក់អូនហើយក៏ជំពាក់កូនយើងដែរ ខ្ញុំនៅមានម៉ោងបង្រៀនទៀត
មិនអីទេវានឹងល្អប្រសើរឡើងវិញរស់នៅម្នាក់ឯងក៏អាចរស់នៅបានល្អដែរនឹងនៅមានតាមជាក្នុងបងឯងទៀតទៅថ្ងៃមុខនឹងកាន់តែល្អប្រសើរឡើងហើយរឿងរ៉ាវស្នេហាប៉ុន្មានឆ្នាំមុននេះទាំងភាពរីករាយការជិះចាប់នឹងក្តីសុំទីបំផុតក៏បានមកចាប់ជាស្ថាពរអតីតកាលក្រៀមស្វិតមិនបានកន្លែងមើលកាយទេចាប់ពីថ្ងៃនេះតទៅខ្ញុំត្រូវរស់នៅដើម្បីខ្លួនឯង thiên chào chúc lúc trong tháng cao bình bảyឆ្នាំមុនពេលលោកចង់មកត្រួតពិនិត្យខ្ញុំនេះមិនស្មានសោតថាមុនខ្ញុំចូលនេះមុនបានជួបលោកម្ដងទៀតសោះមែនហើយពេលជួបលោកលើកទី1លោកទៅជួបកណ្ដាលណៃទេពុយផ្លែតសោះលោកក៏ដល់ពេលចូលនេះវត្តហើយមែនហើយពេលវេលាពិតជាមិនចាំយើងទេពេលនេះនឹងកំពុងធ្វើអីទេខ្ញុំប្រហែលជានៅក្នុងសាលាដែរអញ្ចឹងពួកយើងចាប់ដើមតែម្ដងទៅហ៎ឡនណាលឺមកចោះពួកយើងគឺកាន់តែចម្រើនល្អដែរទេប៉ុន្តែហើយក្មេងៗក៏រីករាយល្អណាស់ដែរ ខំប្រឹងបន្តិចទៅ2ថ្ងៃទៀតដល់វិស្វកររដូវរងាហើយចា៎អត់មែនហើយក៏អត់ធ្មត់គឺជាភាពជោគជ័យ នយោបាយស្មារតីថានៅសាលារបស់លោកគ្រូបង្រៀនមិនត្រឹមតែមានសមត្ថភាពទេសូម្បីតែសម្រាប់ក៏ស្រស់ស្អាតខ្លាំងណាស់ដែរអ្នកគ្រូនេះមានសមត្ថភាពល្អខ្លាំងណាស់ថ្នាក់ដែលគាត់ដឹកនាំគឺទទួលបានលទ្ធផលល្អគ្រប់គ្នាជាធម្មតាគាត់ជាមនុស្សសុភាពរាបសារណាស់គឺជាគំរូល្អដល់គ្រូបង្រៀនក្មេងៗដទៃគាត់ទទួលបានការស្វែងពីសិស្សច្រើនខ្លាំងណាស់អូទៅហើយមនុស្សល្អកម្ររកបាននយោបាយក៏យកទៅដែរបានល្អដើម្បីឲ្យមនុស្សជាច្រើនយកគាត់ធ្វើជាគំរូនិងដឹកនាំមនុស្សដទៃទៀតដល់កាន់តែរីកចម្រើនទៅមុខទៀតណាបានទៅថ្ងៃមុខសាលារបស់យើងនឹងយកចិត្តទុកដាក់ចំពោះទូនទីជាអ្នកដឹកនាំគ្រូបង្រៀនឆ្នាំច្រើនលោកកែយកទុកចិត្តចោល ការដើរតួនាទីជាគំរូគឺជារឿងដែលត្រូវធ្វើប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះអារម្មណ៍គេដែរការធ្វើឲ្យមានសភាពខាងពេញក៏មិនមែនជារឿងល្អដែរប្រជាជនឆាប់នេះនៅជីវិតចោលរបស់នឹងអ្នកកាន់លុយដ៏មានអត្ថប្រយោជន៍មួយទៀតដែរទេអ្នកផ្សេងទៀតនៅចំពោះមកគាត់រៀនការសិក្សាយកថ្ងៃនេះគាត់បានជាខ្វាយខ្វល់ពីគ្រូបង្រៀនទៅវិញអ្នកគ្រូលេងអញ្ជើញមកលេងតិចមក អញ្ចឹងខ្ញុំទៅមុនហើយ អ្នកគ្រូលេងខ្ញុំសូមណែនាំបន្តិចណានេះគឺជានយោបាយចៅនៃសភាពាណិជ្ជកម្មចៅយ៉ាងចំណែកនេះគាត់គឺជាអគ្គនាយកគ្រូថ្ងៃនេះអគ្គនាយកទាំងពីរនឹងមកពីសាលារបស់យើងថ្ងៃនេះយើងទៅពីអ្នកអង្គដំណើរលោកទាំងពីរដើម្បីទៅពិសាហាពួកលោកក៏ចង់ស្វែងយល់ពីស្ថានភាពសាលាពីអ្នកគ្រូផងដែរ ជំរាបសួរថ្នាក់ដឹកនាំ សួស្តីរត់នេះបានស្គាល់ប្រធានចៅសូមជិះអង្គុយអ្នកគ្រូលេងបោះអ្នកគ្រូអង្គុយខាងលោកប្រធានចៅទៅ គឺខ្ញុំមែនទេ ហើយអ្នកគ្រូលេងអ្នកគ្រូគឺជាដំណាក់គ្រូបង្រៀនក្មេងៗ10ឆ្នាំប្រចាំសាលារបស់យើងចាំមកជួយចាក់សារជួយលោកប្រធានចៅមកសាមគ្គី បាន អរគុណហើយយ៉ាចាក់ខ្លួនឯងពេញផងដែរទេណា លោកនាយកខ្ញុំទៅទៅវាកាត់ហើយមិនអាចញ៉ាំស្រាបានទេ ហើយក៏ញ៉ាំមិនបាននាយកសាលាមកញ៉ាំបានក៏មកខំគេអីសុខភាពក៏ជារឿងសំខាន់ជួយប្រកបភេសជ្ជៈឲ្យអ្នកគ្រូលេងវិញដែរអរបានលោកប្រធានចៅអ្នកគ្រូលេងគិតសុខភាពជារឿងច្បងអរទៅហើយថ្ងៃនេះមានផងណាដែលស្រាដែរទេមានចាក់ខ្ញុំឲ្យចំភៅឆាមឡើងមកហើយនៅសុខពៅជាមួយកាពះរបស់គាត់ដែរ អរគុណហើយ មិនអីទេលេងមកយកទឹកជាសរសៃញ៉ាំរបស់ខ្លាំងច្រើនគឺមិនអត់ទេអញ្ចឹងចុះអ្នកគ្រូលេងញ៉ាំស្រាបានអញ្ចឹងពួកយើងញ៉ាំបញ្ចុះណាខ្ញុំសូមលើកមកកៅជួននាយកចៅកណ្ដាអរគុណនាយកគ្រូសូមជឿ ជូនពរប្រធានចៅ ហើយសូមជួយនាយកចាស់នាយកគូហើយអរគុណសូមជួយសូមញ៉ាំដល់សោះថានាយកវ៉ាងក៏ប្រកាសញ៉ាំស្អាតដែរអរទៅហើយតើលោកមានកម្រងយ៉ាងម៉េចដែរចំពោះកម្រងនៅទីក្រុងនោះណាជាបណ្ដាសាខ្ញុំនឹងមិនតែមានកម្រងនៅដែរទេអូអ្នកគ្រូលេងអ្នកគ្រូអាចប្រាប់តែជំនួសសាជូននាយកចាស់មកកៅទៅអ្នកគ្រូលេងណាតាសម្បូរចង្ហាតាសម្បូរចុះអ្នកគ្រូញ៉ាំចុះណាពេលនេះតាំងចិត្តញ៉ាំអាហារបែបមើលទៅគឺពិតជាស្អាតណាស់អ្នកគ្រូលេងគឺជាអ្នកស្រុកតង់យន់មែនទេ មែនហើយខ្ញុំជាអ្នកដែលកើតនិងធំធាត់នៅក្នុងតុងយន់នេះ តង់យន់គឺជាកន្លែងដ៏ល្អមួយដែលបង្កើតឲ្យបានអ្នកគ្រូលេងដល់សារដល់បង្កើតបែបនេះ នាយកចៅសរសើរពេកហើយខ្ញុំសូមជូនពរជាមួយទឹកក្រូចនេះ ហើយយ៉ានាយកចាំមើលទៅបង្កើតញ៉ាំស្អាតដែរតាអ្នកគ្រូលេងណានាយកចាំបង្កើតញ៉ាំបែបនេះអ្នកគ្រូចាក់ជូនគាត់បង្កើតទៀតទៅបាទអរគុណនាយកបានស្វាគមន៍ពួកយើងយ៉ាងកក់ក្ដៅហើយដូចជាឡៃចៅរបស់យើងជាសាលាល្អបំផុតនៅក្នុងក្រុងនេះសង្ឃឹមថាថ្ងៃមុននឹងកាន់តែរីកចម្រើនថ្ងៃនេះគ្រប់នេះក៏បានសមាជិកគ្រប់គ្នាដែរអញ្ចឹងពួកយើងមកចប់ទៅនេះចុះល្អណាស់អរគុណថ្នាក់ដឹកនាំទៅពីហើយជួយដល់វិញដល់សុខភាពច្រើនណាស់ប្រធានចៅការរីកចម្រើនរបស់សាលាយើងគឺមិនអាចខ្វះនៅការគ្រប់គ្រងនិងជំរុញរបស់លោកទេមានពាក្យមកគ្លីបថាអត់ទៅហើយរថភ្លើងរត់បានលឿនគឺដោយសារតែមានការរថភ្លើងអុកទីនាយកបាននិយាយលេងសាយទៅហើយអូទៅហើយអ្នកគ្រូលេងអញ្ចឹងសូមខាងជួននាយកបានទៅផ្ទះប៉ុណ្ណា ថ្នាក់ដឹកនាំគឺខ្ញុំមិនសូវជំនាញ
អ្នកគ្រូលីណាកុំបដិសេធឯណានឹងយកចៅគឺពេញចិត្តនឹងសាលារបស់យើងខ្លាំងណាស់ការសាងសង់សាលាថ្មីយើងគឺនៅត្រូវការបញ្ចេញថាបកាពីសភាពាណិជ្ជកម្មចៅយ៉ាងណាឡើយទេហើយចាអ្នកគ្រូលីណាជួយហត់នៃបន្តិចទៀតណាលោកប្រធានចៅឡើងមករៀបចំរួចអស់ហើយអញ្ចឹងសូមរំខានអ្នកគ្រូលីនជួយលោកប្រធានចៅទៅផ្ទះផងណាអ្នកគ្រូលីនសូមរំខានផងអាយ៉ាយើងសូមជួយថ្ងៃនេះរំខានអ្នកគ្រូហើយ មិនអីទេ បើនិយាយទៅកុំភ័យអីខ្ញុំមិនស៊ីសាច់អ្នកគ្រូទេ គឺខ្ញុំមិនបានភ័យទេគ្រាន់តែបច្ចេកទេសបើកបោកខ្ញុំមិនសូវល្អទេបើកត្រង់ទៅមុខ800ម៉ែត្ររួចបាត់ឆ្វេង ឮថាពលរបស់អ្នកគ្រូលីនជាចំណុចកាប់លីមែនទេ មែនហើយ វាចាំមុនពេលក្រុងតុងយន្តតែតកខ្លាំងគាត់បោះតកពេញមួយយំច្បាស់ចាស់ណាស់ហើយ ប៉ុន្តែលោកដឹងដែររបៀបណាទេ សម្រាប់ខ្ញុំការយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់មិនមែនជារឿងលំបាកទេអ្នកគ្រូថាអញ្ចឹងទេ ចាតើគេមានន័យថាម៉េចទេនាយកចៅមកដល់ផ្ទះរបស់លោកហើយ ដល់ផ្ទះហើយអ្នកគ្រូលីនចង់ឡើងទៅអង្គុយខាងលើបន្តិចតែទេ មិនបាច់ទេពេលនេះក៏យប់ណាស់ទៅហើយគឺខ្ញុំប្រញាប់ត្រឡប់ទៅវិញបើមិនចឹងគេស្វាមីខ្ញុំនឹងបារម្ភ អ្នកគ្រូលីនមិនមែនលេងលះគ្នាហើយមែនទេ នាយកចៅលោកប្រហែលជាស្រវឹងហើយ ពេលនេះស្មារតីខ្ញុំច្បាស់លាស់ណាស់អាចដឹងថាខ្ញុំនិយាយពីអីដែរនេះជាលេខទូរស័ព្ទតខ្លួនរបស់ខ្ញុំបើសិនជាចង់បញ្ជូនមករំខានទៀតឬមានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានអាចមករកខ្ញុំបានអ្នកគ្រូលីនពេលរៀននៅវិញឆ្ងាយទៀតសង្ឃឹមថាពួកយើងបានជួបគ្នាម្ដងទៀតចុះអ្នកគ្រូលីនធ្វើដំណើរតាមផ្លូវវត្តភាពណា អរគុណសម្រាប់ការយកចិត្តទុកដាក់របស់នាយកចៅតើពេលជួបគ្នាម្ដងទៀតបានន័យថាម៉េចទេម៉ាក់ក៏ប្រាប់ហើយតើថាកុំឲ្យរងចាំ មិនក៏ទៅតែមកដល់ គឺមកពីកូនជជែកជាមួយគ្រូផ្សេងទៀតសប្បាយពេកទៅបានជាភ្លេចមើលម៉ោង ឆាប់ញ៉ាំសុបចិននេះទៅសម្រាប់ជួយបំពន់ក្រោយពេលសម្រាប់កូនឃើញកូនគ្រាប់បានជាមួយម៉ាក់ក៏អស់បារម្ភដែរ គឺកូនបានធូរសប្បាយច្រើនហើយម៉ែកូនហត់ហើយកូនសុំទៅសម្រាប់សិនហើយម៉ាក់ក៏ឆាប់ទៅសម្រាប់ដែរទេ អ្នកគ្រូលីនដល់ផ្ទះហើយណា គេគឺជាប្រធាននៃសភាពាណិជ្ជកម្មចៅយ៉ាងបើនិយាយតាមហេតុផលបើមិនមែនមកពីការប្រជុំពួកយើងមួយជីវិតនេះប្រហែលជាមិនពាក់ព័ន្ធនឹងគ្នាឡើយរត់តែមិនបាច់និយាយដល់ការយកចិត្តទុកដាក់របស់គេនៅលើតុបែងនិងសម្ដីគេនិយាយនៅលើឡានទៀននេះមិនមែនជាអរិយាប័ត្រដែលថាដឹកនាំមានចំពោះបុគ្គលិកតូចតាចទេក្នុងវ័យប៉ុណ្ណេះគេក៏ប្រហែលជាមានគ្រួសាររួចហើយដែរគេប្រហែលជាគ្មានដំណងអ្វីលើខ្ញុំទេដឹងធៀបគាត់មនុស្សប្រុសក៏ដូចតែគ្នាទាំងអស់ហ្នឹងខំតែស្មានថាគេមានភាពខុសប្លែកពីថ្នាក់ដឹកនាំដទៃតាមពិតទៅក៏ដូចតែគ្នាហ្នឹងគេវិញ មិនទាន់ទទួលទៀតនេះមិនទាន់ដល់ផ្ទះឬនេះមិនទាន់មើលទូរស័ព្ទទេខ្ញុំគួរតែខកទៅនាងម្ដងទៀតដែរទេតែខ្ញុំធ្វើបាត់បង់កិត្តិយសម្ដងហើយមិនអាចធ្វើនឹងភ័យខ្លាចទេពេលដែលជាប៉ាមិនណាពួកផ្ទះនៃទូនេះនៅស្ងាត់ជាងមុនណាបាននិយាយទៅគឺយូរហើយដែលមិនបាននឹកឃើញដល់រូបនេះអភិភិរបៀបខ្ញុំបាញ់ណាបាននិយាយទៅវិញដូចជាបំពេញភារកិច្ចក្នុងជីវិតអញ្ចឹងគ្រួសារសងខាងគិតថាស័ក្តិមនុស្សក៏ល្អក៏យកប្រងរៀបការជាមួយនឹងគ្នាតាមសម្បត្តិហើយក៏មានកូនក៏មកជីប៉ាក៏ចាប់កំដៅតែដោយសារតែបញ្ហាការងារពួកយើងគ្មានពេលស្នាក់គ្នាទេពួកយើងក៏ចាប់ដើមមានកលិជាមួយគ្នាហើយមកនេះក៏ជួបគ្រោះថ្នាក់ខ្ញុំបានសន្យាជាមួយនាងថានឹងមើលថែជីប៉ាឲ្យបានល្អ មើលថែចៅប៉ែឲ្យបានល្អកុំឲ្យកូនទទួលរងភាពអយុត្តិធម៌ឲ្យសោះ ដំណងគិតថាមង្គលការរបស់យើងគឺជារឿងធម្មតាប៉ុន្តែក្រោយមកពេលខ្ញុំរៀបចំរបស់ចាស់ចាស់បានឃើញរូបថតមួយសន្លឹកនោះទើបខ្ញុំបានយល់ថាខ្ញុំមិនមែនជាមនុស្សដែលនិស័យពិតប្រាកដទេក្នុងតំណែងរបស់ពួកយើងមួយនោះយើងមិនអាចក្លាប់ជារបស់គ្នាទៅវិញទៅមកទេមនុស្សយើងត្រូវតែសម្លឹងទៅមកសំណាងដែលលេងមានរយៈហើយក្នុងសង្គមនេះដែលធ្វើឲ្យពួកយើងទាំងពីរគឺមិនមានភាពក្រំសង្កត់សង្គមទេនេះចាត់ទុកថាជាការត្រាស់ប្រណីរបស់ក្រុមវិខានម្ដងដែរទេមនុស្សយើងនៅដំណាក់កាលនីមួយៗនឹងជួបមនុស្សផ្សេងៗគ្នាភាពពុះគញ្ជ្រោងនៅវ័យក្មេងការខ្លាំងខ្លាំងចំណេញខាត់នៅពេញវ័យសុទ្ធតែធ្វើឲ្យមនុស្សយើងមានការជ្រើសរើសខុសគ្នាការស្ងប់ស្ងាត់លើកទឹកបន្ទាប់ពីយើងឆ្លងកាត់រឿងនេះនឹងធ្វើឲ្យយើងដឹងថាយើងចង់បានអ្វីប្រកបតែ可你总有一种病急乱投
ចៃធីងឈុនគឺមកពីលោកទាំងអស់ហ្នឹងដែលធ្វើឲ្យខ្ញុំពិសោធន៍ឃើញនាយកស្លាស្ដីខ្ញុំរហូតគឺពិតជាសពអាក្រក់មែន អ្នកគ្រូលីនទៅដល់ផ្ទះហើយណា គឺពិតជាខ្លាចអ្វីជួបរឿងនោះមែនបើមិនហ៊ានប៉ះពាល់តើខ្ញុំមិនអាចគេចវេះបានទេអេលៀនយាលើថាំសមិញឯងលេចធ្លោណាស់តើថាទាំងជួននាយកចៅទៅផ្ទះទៀតផងភាពលេចធ្លោមួយនេះឲ្យអញទៅល្អទេមិនហ៊ានយកទេមិនស័ក្តិសមនឹងខ្ញុំឡើយមែនហើយមនុស្សដូចជានាយកចៅរស់នៅឯណាទៅគឺរស់នៅម្ដុំចិនចាំងឆាន់កុំរំលឹកអីថាខ្ញុំខ្មាស់គេប៉ុណ្ណានោះខ្ញុំស្ទើរតែចង់ជារកការជូនគេទៅផ្ទះលឿនៗផងដល់ថ្នាក់នឹងផងប៉ុន្តែមិនសើមិញហេតុអីបានជាគេអាចជូនគាត់ទៅខ្ញុំលើថាប្រធានចៅម្នាក់នេះធ្វើការងារមើងម៉ាត់ណាស់ចំណែករូបរាងវិញក៏សង្ហាអស់ចាស់គឺប្រហែលជាដោយសារតែមានខ្ញុំម្នាក់ដែរមិនបានផឹកស្រាកុំគិតពីរឿងនេះអីបើមានកម្មវិធីជួបជុំផឹកស៊ីបែបនេះទៀតទោះស្លាប់ក៏ខ្ញុំមិនទៅដែរខ្ញុំទៅទទួលទូរស័ព្ទសិនអាឡូ មែនមែនវិស្វកម្មហើយណាខ្ញុំមិនសប្តិយកបាត់ដែរ សុខសប្បាយទេមានការអី ជិតដល់គុកកំណត់របស់លោកយាយបងហើយក៏មិនតាមនៅរឿងយើងទៅវិញទេខ្ញុំចង់ត្រូវណាទៅគុកកំណត់គាត់ជាមួយបងបានដែរទេត្រឹមតែហូបបានទៅក៏បានដែរ ខ្ញុំប្រហែលជាមិនសូវងាយស្រួលទេម្យ៉ាងទៀត2ថ្ងៃទៀតខ្ញុំមានរវល់គឺប្រហែលត្រូវធ្វើដំណើរឆ្ងាយ តើអូនចង់ទៅណា វាមិនតាក់ទងនឹងលោកទេ មែនមែនបងនឹកអូនណា ចាំងវិនឈុនតាមពិតពួកយើងមិនបាច់មានទំនាក់ទំនងបែបនេះទៀតទេគឺពិតជាមិនបាច់មែន មែនមែនអូនចាំបាច់ចិត្តដាច់ចឹងធ្វើអីមនុស្សសុចិត្តតានិយាយច្រើនឆ្នាំអូនថាបងក៏បងហើយមែនទេ ប៉ុណ្ណឹងបានហើយ មែនមែន អ្នកណាទេមកទៅមិនមែនអ្នកណាទេមិនមែនជាមនុស្សសំខាន់អីទេមែនហើយចិត្តដល់វិស្វករដល់រងាយហើយត្រៀមខ្លួនចូលឆ្នាំយ៉ាងម៉េចដែរការព្យាករណ៍អាកាសធាតុបានប្រាប់ថាឆ្នាំនេះត្រូវនឹងធ្លាក់លឿនជាងរាល់ដងបន្ទាប់ពីលេងលះនេះជាលើកទី1ហើយដែលខ្ញុំឆ្លងឆ្នាំតែម្នាក់ឯងគឺប្រហែលជាទៅលេខខាងក្រៅដោយខ្លួនឯងហើយតែឯងនៅមានការអីទៀតទេតែកែបន្ទុកប្រឡងជាមួយខ្ញុំទៅតាមពិតទៅការដើរលើផ្លូវអ៊ូអម្នាក់ឯងបែបនេះគឺមានអារម្មណ៍បែបនេះសោះប៉ុន្មានឆ្នាំមកនេះខ្ញុំផ្ដោតលើទៅការងារនឹងគ្រួសារហាក់ដូចជារំលងរឿងជាច្រើនអ្នកនាងទិញកំជ្រួចទេចូលឆ្នាំលេខសបាយអ៊ូអថាកែមួយនេះលក់យ៉ាងម៉េចដែរមួយនេះ25យន់ដូចជាថ្លៃបន្តិចហើយ20យន់បានទេថាកែជូនពរឲ្យសបាយរីករាយក្នុងឆ្នាំថ្មីសូមរកស៊ីមានបានសបាយដូចបំណងអ្នកនាងពិតជាប្រការនិយាយមែន20យន់ក៏20យន់ចុះអរគុណថាកែខ្ញុំស្កេនឲ្យហើយជួយឲ្យខ្ញុំបន្តិចមកអរគុណថាកែ ប្រធានចៅការចុះបេសកកម្មនៅក្រុងប៉េជីងដឹកនេះឯកសាររាយការណ៍ត្រួតពិនិត្យចុងឆ្នាំរបស់ក្រុងប៉េជីងគឺបានរៀបចំរួចរាល់ហើយហើយការធ្វើសវនកម្មពិសេសមួយចំនួនក៏រៀបចំរួចហើយដែរនេះគឺជារបាយការណ៍ចុងក្រោយឡោះខ្ញុំយល់ហើយខ្ញុំចង់ថាជាក្រុងប៉េជីងមែនទេខ្ញុំអនុញ្ញាតឲ្យសម្រាប់បងទៅកំឡុងពូនគោលដៅចឹងណាលោកប្រធានចៅលោករវល់ពេញមួយថ្ងៃទៅហើយបាយទឹកមិនទាន់បានញ៉ាំដែរត្រូវការខ្ញុំជួយប្រកាសដែរទេមិនបាច់ទេហើយជួបជុំឆ្នាំថ្មីមួយឆ្នាំតែម្ដងទេញ៉ាំត្រឡប់ទៅវិញទេបានអរគុណលោកប្រធានចៅសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មី 2ថ្ងៃមុនលោកតាឆិតបានរំលឹកប្រាប់ម៉ាក់ពីកូនស្រីគាត់ហើយក្មេងម្នាក់នោះបានធ្លាប់ជួបពីដងដែររូបរាងក៏ស្អាតការសិក្សាក៏ខ្ពស់អត្តចរិតក៏ចាស់ទុំអាយុក៏ស្កឯងដែរលើថានៅលើដូចគ្នាទៀតតើកូនគិតថាយ៉ាងម៉េចដែរសួស្តីឆ្នាំថ្មី គឺជានេះឆ្លងឆ្នាំថ្មីតែម្នាក់ឯងទេ ម៉ាក់សួស្តីឆ្នាំថ្មី ម៉ែវសួស្តីឆ្នាំថ្មីពេលនេះកូននៅណាទៅបានញ៉ាំបាយជួបជុំឆ្នាំថ្មីហើយនៅ ញ៉ាំរួចហើយនៅផ្លូវបាយឆាន់អ៊ូអនណាញ៉ាំបាយរួចហើយក៏ចេញមកដើរលេង មានតែម្នាក់ឯងទេម្នាក់ទេត្រឡប់មកវិញមកម៉ាក់ខ្ញុំពីបង្គាឲ្យកូនចូលចិត្តញ៉ាំបំផុតទុកឲ្យហើយ មិនអីទេខ្ញុំញ៉ាំហើយម៉ាក់និងបងប្រុសញ៉ាំចុះខ្ញុំដើរលេងបន្តិចសិន ម៉ាក់មកចុះបងស្រីមិនដឹងយើងសប្បាយទេទេ ឲ្យតែបងស្រីឯងសប្បាយចិត្តទៅបានហើយម៉ែវនៅខាងក្រៅប្រយ័ត្នសុខភាពផងសង្គមនេះនៅមានមនុស្សក្រក់ច្រើនណាស់ ចាំម៉ាក់ខ្ញុំចាំហើយម៉ាក់និងបងប្រុសឆ្លងឆ្នាំឲ្យសប្បាយចុះបន្តិចទៀតនេះខ្ញុំឲ្យកំជ្រួយឲ្យបាយបាយ បាយ
មិនចំណាយទេដែលនាងមិនបានតបសារខ្ញុំតាមពិតនាងនៅទីនេះសោះ ឥឡូវប៉ាសួស្តីឆ្នាំថ្មីជូនពរប៉ាឆ្នាំថ្មីនេះធ្វើការដោយសប្បាយរីករាយចេញពីធ្វើការដោយសុវត្ថិភាព រីករាយឆ្នាំថ្មីបែបប៉ាជូនពរកូនឲ្យមានសុខភាពឆ្នាំថ្មីនេះនៅសប្បាយរីករាយណា ខ្ញុំពិតជាមានសំណាងណាស់ដែលមានអ្នកគ្រប់គ្រងខ្ញុំជានិច្ចនៅមានគ្រួសារដែលស្រឡាញ់ខ្ញុំនៅថ្ងៃក្រោយខ្ញុំត្រូវរស់នៅបានល្អស្រឡាញ់ខ្លួនឯងបានច្រើនឥឡូវសួស្តីឆ្នាំថ្មីលោកគឺ សួស្តីឆ្នាំថ្មីអ្នកគ្រូលីន អរគុណលោកគឺជាអ្នកណាដែរ ខ្ញុំគឺចាក់ស៊ីឈុននៅចាំបាត់ទេ ចាំបានអរគុណនាយកចាស់ចំពោះការយកចិត្តទុកដាក់របស់លោកយកឲ្យលោកនៅមិនទាន់សម្រាប់ទៀតមែនទេ តែខ្ញុំចាំនាងតបសាររបស់ខ្ញុំបានរហូតឃើញខុសក្នុងវិឆ័យរបស់នាង គឺខ្ញុំស្មានតែលោកផ្ញើសារជាក្រុមដូច្នេះហើយទៅបានជាខ្ញុំផ្លេចតបទៅវិញទៅសូមទោសផង អញ្ចឹងយប់នេះពួកយើងញ៉ាំបាយជាមួយគ្នាទេ រឿងញ៉ាំបាយមិនអីទេប៉ុន្តែខ្ញុំមកដល់ទីហើយរៀបចូលគេងហើយ ចូលគេហើយ មែនហើយនាយកចាស់នៅមានការអីទៀតទេខ្ញុំងងុយគេងហើយ អញ្ចឹងនាងសាក់នាងក្រោយបន្តិចទេ 晚风轻轻飘荡，随我迎波逐浪。那欢唱的更欢唱，幻想更幻想着那个是伤，新年快乐 列在身旁。 ព្រមមិនឡនតាប៉ុន្តែការកុហកមិនមែនជាទម្លាប់ដែលល្អទេ អរគុណនាយកចាស់ដែលយកចិត្តទុកដាក់ហេតុអីលោកនៅទីនេះខ្ញុំគ្រាន់តែ មុននាងជូនខ្ញុំទៅផ្ទះអញ្ចឹងលើកនេះទុកឲ្យខ្ញុំជូននាងទៅវិញម្ដងចុះ មិនបាច់ទេគឺខ្ញុំបានហៅឡារួចហើយពិតជាមិនបាច់មែន នាងស្អប់ខ្ញុំណាស់មែនទេ មិនមែនទេគឺខ្ញុំយល់ថានាយកចាស់ពិតជារវល់ណាស់ ចុះ僕ខ្ញុំប្រាប់ថាវាមិនរំខានទេ បាទអញ្ចឹងអរគុណលោកហើយ អង្គុយខាងមុខមក មិនបាច់ទេខ្ញុំខ្លាចភរិយាលោកមិនសប្បាយចិត្ត នេះគ្មានតែមិនសប្បាយចិត្តទេជារឿងរបស់ហើយ ប៉ុន្តែខ្ញុំមិនទម្លាប់អង្គុយកៅអីរបស់អ្នកដទៃទេអរគុណ តាមចិត្តនាងចុះ នេះជាព្រមលិខិតឈ្មោះលប់អីទៅបែរជាអាចជួបគេនៅទីនេះទៅវិញថាលោកត្រីគេចាប់បានថាកុហកទៀតត្រូវបានរំខានដោយបរិះមានប្រពន្ធរួចថែមទាំងជាបរិះមានប្រពន្ធមានអំណាចនឹងបុណ្យស័ក្តិទៀតអារម្មណ៍នេះគឺពិតជាអាក្រក់ណាស់ តែអ្នកគ្រូលីននៅខាងណាដែរទៅ នៅម្ដងឈីយានវ៉ាន់រំខាននាយកចៅហើយ ហើយស្មានចឹងថ្មីទៅខ្ញុំមិនជាមនុស្សស៊ីសាច់ទេ មិនបានភ័យទេគឺគ្រាន់តែមានអារម្មណ៍ថារំភើបនឹងភ្ញាក់ផ្អើលបន្តិចនៅក្នុងជីវិតនេះបែរជាមានការជិះឡានរបស់នាយកចៅ ថ្ងៃក្រោយជិះច្រើនដល់បន្តិចនាងនឹងទម្លាប់ហើយមិនបានមិននិយាយអីសិនអញ្ចឹង គឺថ្ងៃនេះធ្វើការពេញមួយថ្ងៃរៀងហត់បន្តិចហើយ ថ្ងៃនេះខ្ញុំទៅតែបញ្ចប់ការងារជិះមកក៏ជួបនាងដែរ អូគាត់ជួនមែនខ្ញុំគិតថាលោកគឺជាឪពុកដ៏ល្អម្នាក់ហើយក៏ជាស្វាមីដ៏ល្អម្នាក់ផងដែរ គួរស្ដាយខ្ញុំបានចឹងទេខ្ញុំមិនមានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ នាយកចៅដាក់ខ្ញុំចូលនៅផ្លូវបបាយខាងមុខទៅគឺបានហើយមិនបាច់ជូនខ្ញុំចូលទៅខាងក្នុងទេអរគុណហើយ 谢谢赵部长。 អ្នកគ្រូលីនខ្ញុំជឿថានាងមិនដឹងខ្ញុំឈ្មោះនាងគឺខុសប្លែកពីគេមិនដឹងថានាងយល់យ៉ាងណាចំពោះខ្ញុំ គឺខ្ញុំមែនទេខ្ញុំគិតថាលោកក៏ជាមនុស្សល្អម្នាក់ដែរប៉ុន្តែសំទោសនៅក្នុងការគិតខ្ញុំមិនអាចទទួលយកលោកបានទេហើយខ្ញុំក៏មិនអាចធ្វើរឿងបំពេញសិលធម៌បានដែរ នៅក្បែរខ្ញុំគឺបំពេញសិលធម៌មែនទេ បើតើខ្ញុំនិយាយធ្ងន់ធ្ងរពេកហើយអ្វីដែលខ្ញុំចង់និយាយលោកគឺមានគ្រួសាររួចហើយគឺខ្ញុំមិនអាចទទួលយកបានទេ ស្ថានភាពគ្រួសាររបស់ខ្ញុំនេះមិនអាចទទួលយកបានទេមែនទេ អរគុណនាយកចៅនិយាយច្បាប់បែបនេះល្អហើយដើម្បីកុំឲ្យចេះតែព្រួយបារម្ភទៀតចំណែករឿងការងារវិញគេប្រហែលជាមិនមែនដោយសាររឿងនេះធ្វើបាបខ្ញុំទេមែនទេ នេះមិនអាចទទួលយកសមាជិកគ្រួសារខ្ញុំបានទេ
និយាយឲ្យចំតែនេះមិនទៅយកជាប៉ាបានទេប៉ុន្តែជាប៉ាជាកូនរបស់ខ្ញុំវាជាការពិតមិនអាចផ្លាស់ប្ដូរបានឡើយ សេយាលើថានាងលេងលះហើយមែនទេនេះគឺជាបងប្រុសខ្ញុំមនុស្សល្អជាមន្ត្រីរាជការជាមនុស្សស្លូតបូននេះជាបងប្រុសខ្ញុំបើក្រុមហ៊ុនខ្លួនឯងជាលក្ខខណ្ឌល្អណាស់មើលរបស់ខ្ញុំវិញម្នាក់នេះមើលរបស់ខ្ញុំវិញអ្នកគ្រូទាំងអស់គ្នាអរគុណចំពោះបំណងល្អប៉ុន្តែខ្ញុំត្រូវតែរងទុក្ខពីជីវិតអាពាហ៍ពិពាហ៍ពេលនេះខ្ញុំនៅមិនទាន់ក៏ដល់រឿងរៀបការទេគឺគ្រាន់តែចង់រស់នៅជាជីវិតនៅលើតែប៉ុណ្ណោះអរគុណណាស់ I listen to the wind of my soul. Where I'll end up, well, I think only God really knows. នាយកគូកំឡុងគេពិសោធន៍នេះមិនតាន់ទម្លាក់ការអនុម័តមកទេការទីផ្សារនៃការទីសាស្ត្រទៅចប់ទាំងទាំងអស់ខ្ញុំគិតថាមុនពេលវិស្មការរដូវក្តៅរៀបចំនីតិវិធីទៅបាននេះរួចរាល់ពេលចាប់ផ្ដើមវិស្មការសាងសង់យកតែម្ដងនាយកបានគឺអញ្ចឹងទេរបាយការណ៍របស់លោកណាខ្ញុំបានដាក់ស្នើទៅយូរណាស់ហើយពេលនេះវាកំពុងការអនុម័តហេរ៉ៃវត្ថុលោកមករកខាងខ្ញុំដល់ថ្ងៃនេះក៏គ្មានប្រយោជន៍អីដែរណាហើយយ៉ាខ្ញុំយល់ហើយប៉ុន្តែពេលវេលានេះគឺមិនរងចាំយើងទេនាយកបានការចង់ធ្វើការណាគឺជារឿងល្អទេប៉ុន្តែលោកត្រូវរៀនបែងចែកធនធានគឺធ្វើការមកបានផលលឿនដែរទេនាយកគូតើសម្ដីលោកនេះបានន័យថាយ៉ាងម៉េចដែរទេណែគឺអ្នកគ្រូលីនម្នាក់នោះលោកនឹងចាំដែរទេគឺនៅពេលដែលញ៉ាំបាយជាមួយលោកប្រធានចៅអង្គុយនៅក្បែរលោកប្រធានចៅអីលោកចាំទេខ្ញុំមើលទៅប្រធានចៅហាក់ដូចជាពេញចិត្តនាងខ្លាំងណាស់មែនហើយមិនខ្ញុំនឹងមិនឃើញរឿងល្អនេះសោះអញ្ចឹងនោះនាយកលូននៅតែមានការបែងចែកខ្លាំងណាស់អីទេខ្ញុំប្រាប់ទៅវិញរៀបចំហើយណាលាសិនហើយបាទអ្នកគ្រូលីនមកការិយាល័យរបស់ខ្ញុំមកផ្លែបាទចូលមកចូល សួស្តីលោកនាយកស្នាមញញឹមមួយនេះមើលទៅគួរឲ្យខ្លាចបន្តិចហើយ អ្នកគ្រូលីននាងនឹងស្រាប់ហើយស្លាប់របស់យើងឈរមានថ្មីនេះត្រូវការសាកសពបន្តពិសោធន៍ហើយនៅពេលនេះការអនុម័តហេរ៉ៃធំពីក្រុមហ៊ុនធំកំពុងតែជាប់គាំងហើយគាត់ជួនអ្នកកាន់តែនេះគ្រប់ទៀតចៅและកាលពីមុននោះគឺគាត់ហាក់បីដូចជាពេញចិត្តនឹងនាងខ្លាំងណាស់តែនាងអាចទូរស័ព្ទទៅរកគាត់សួរពីដំណើរការនៅរឿងនេះបន្តិចបានដែរទេ លោកនាយកការធ្វើបែបនេះមិនសមទេដឹងខ្ញុំក៏មិនស្និទ្ធជាមួយនាយកចៅដែរមិនងាយស្រួលប៉ុន្មានទេ អ្នកគ្រូលីណាគាត់ទូរស័ព្ទសួរគាត់បន្តិចប៉ុណ្ណោះនាងភ័យស្លាប់ធ្វើអីទៅអ្នកគ្រូលីនក្នុងនេះជាសមាជិកម្នាក់របស់សាលានេះគួរតែគិតឲ្យទៅលំទលេបន្តិចទៅណា លោកនាយកខ្ញុំពិតជាមិនស្និទ្ធជាមួយនាយកចៅមែនរឿងនេះគួរឲ្យអាម៉ាស់បែបនេះគឺកុំធ្វើអីវាល្អជាង និយាយទៅដើមមានបុគ្គលិកដូចគ្រូដូចជានាងអាណាទៀតទៅថ្ងៃនោះនាងបានជុំគាត់ទៅផ្ទះគាត់មានការពេញចិត្តខ្លាំងណាស់ចំពោះការត្រួតពិនិត្យសាលារបស់យើងស្នាដៃមួយហ្នឹងក៏មានចំណែករបស់នាងដែរអ្នកគ្រូលីណានាងក៏មកកាយចិត្តឯណាទូរស័ព្ទទៅបន្តិចទៅប្រសិនបើសាលាយើងសាងសង់បានជោគជ័យវាជួយសិស្សច្រើនណាស់នឹងជួយដល់ការពិសោធន៍របស់យើងនៅឆ្នាំក្រោយទៀតផងនេះគួរតែពិចារណាគិតគូរដល់សាបន្តិចទៅមិនដែរទេមែនបាទខ្ញុំប៉ាម៉ានេះក៏ស្គាល់គ្នាដែរហើយនៅសាលាប្រហែលឆ្នាំនេះខ្ញុំក៏មើលថានាងបានយ៉ាងល្អដែរមែនទេប៉ាម៉ានេះធ្លាប់និយាយថាសុខភាពនេះមិនសូវល្អទេនាងមិនបានទទួលសម្ពាធខ្លាំងធ្វើជាគ្រូបន្ទុកថ្នាក់បានទេតែរដ្ឋបាលប្រហែលឆ្នាំនេះក៏មិនបានឲ្យនាងធ្វើជាគ្រូបន្ទុកថ្នាក់ដែរនាងមើលចុះថ្ងៃនេះនាងគ្រាន់តែទូរស័ព្ទប៉ុណ្ណោះទេនាងសាប់មើលទៅ លោកនាយកមិនមែនថាខ្ញុំមិនចង់ទេគឺមកពីខ្ញុំគ្មានលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់នាយកចៅ រឿងហ្នឹងទេខ្ញុំមានតើខ្ញុំគិតតែសុំលេខតុករបស់គាត់ពីវិធានការចរាចរណ៍គូទេសួស្តីណាគេណានិយាយទៅ នាយកចៅជំរាបសួរគឺខ្ញុំលេងមេយកមកពីសាលាឆាយយ៉ាង អ្នកគ្រូលេងហុកខ្ញុំនៅលេងទូរស័ព្ទហើយមែនទេមុននេះបាត់ថតមែនទេបាច់ជាសេងលេងទូរស័ព្ទកប់ទុកអ្នកគ្រូលេងពិតជាមានការលះបង់ពិតមែនហើយ នេះគឺទូរស័ព្ទនាយកសាលាវិញនាយកចៅខ្ញុំទូរស័ព្ទមកនេះគឺចង់សួរថាគម្រោងសាងសង់អគារពិសោធន៍របស់សាលាឆាយយ៉ាងយើងតើខាងក្រុមហ៊ុនធំមានផែនការយ៉ាងណាដែរ មិនទៅបានបញ្ចុះភាសាទេហើយការសាលាផ្សេងៗជាច្រើនកំពុងតែជាប់កែដូចគ្នាដែរ យ៉ាងខ្ញុំមិនរំខានលោកទៀតទេ ប្រធានចៅខ្ញុំគឺជានាយកសាលាណាគឺបាងស៊ីពេញតើលោកមកវិញពេលដែរទេខ្ញុំចង់ជួបពិភាក្សាលោកដោយផ្ទាល់អំពីគម្រោងបន្ទប់ពិសោធន៍របស់សាលាយើងមួយនេះលោកគិតយ៉ាងម៉េចដែរបើខ្ញុំឲ្យអ្នកគ្រូនេះគឺជាអ្នកតាមដានគម្រោងមួយនេះដោយផ្ទាល់ណា នេះចាត់ទុកខ្ញុំជាទេវតាឬយ៉ាងម៉េច មិនបាទទេខ្ញុំចង់បេសកកម្មគម្រោងនេះប្រហែលជាត្រូវអនុម័តឆាប់ៗបាទអញ្ចឹងខ្ញុំលេងរំខានលោកទៀតហើយ នាយកវ៉ាន់ពេលក្រោយបើមានគម្រោងធំៗអីទៀតរបស់សាលារៀនគប់ទាញខ្ញុំទៅពាក់ព័ន្ធអីខ្ញុំពិតជាគ្មានសមត្ថភាពទេខ្ញុំគឺគ្រាន់តែចង់ធ្វើជាគ្រូបង្រៀនម្នាក់ធម្មតាប៉ុណ្ណោះប៉ាម៉ាក់ខ្ញុំនឹងលោកសុទ្ធតែស្គាល់គ្នាបើពួកគាត់ដឹងថាលោកធ្វើដាក់ខ្ញុំបែបនេះខ្លាចថាលោកក៏ពិបាកបកស្រាយដែរ
មែនលើកក្រោយមិនចឹងទៀតទេនាងទៅបង្រៀនចឹងណាគឺលើកនេះពូពុជឿនពេកពិតមែនលើកក្រោយពូសន្យាមិនមានទៀតនោះទេ សុំលាសិនហើយ ហើយយ៉ាតាមឡែកគិតថានាងមានចរិតសុខមកនឹងធ្វើតាមការរៀបចំរបស់ខ្ញុំហើយមើលទៅថ្ងៃនេះខ្ញុំពិតជាមើលសារនឹងពេកហើយតាចាតាខ្ញុំមកដល់ហើយណាខ្ញុំទៅមុនហើយខ្ញុំក៏ចឹងដែរណា នាយកចៃនៅមិនទាន់យកជ្រៅនៅឡើយទេតើខ្ញុំអាចទៅអង្គុយលេងនៅបន្ទប់លោកបានទេ បន្ទប់របស់ខ្ញុំគឺតូចដែរមិនស័ក្តិសមស្អីស្អាតដូចជានាងនោះទេ អញ្ចឹងពួកយើងទៅរកបន្ទប់ធំបន្តិចទៅធានាធ្វើឲ្យលោកបំភ្លេចមិនបាន នេះក៏ពុទ្ធកថាអាចតែខ្ញុំបានដែរមែនទេប្រទេសហើយបានអរគុណសម្រាប់ការស្វាគមន៍ប៉ុន្តែស្អែកខ្ញុំមានការហៅពីព្រលឹមតែរំខានដល់នេះហើយ នាយកចៃគឺពិតជាដូចគេនិយាយមែនភាពមើងម៉ាត់នេះគឺពិតជាធ្វើឲ្យមនុស្សគាត់ខ្លាចមែន ប្រទេសហើយបានបើថ្ងៃក្រោយនាងមកតង់យើងខ្ញុំច្បាស់ចោលគេរៀបចំស្ទូនាងបានទាំងល្អ ពួកយើងនិយាយព្រមព្រៀងគ្នាហើយហាមប្រកែក ទីបំផុតក៏ស្វាគមន៍មែនទេប្រទេសចៅគ្រប់យ៉ាងរៀបចំរួចហើយថ្ងៃស្អែកយើងហៅទៅតង់យើងម៉ោង9សង្ឃឹមថាពួកយើងទៅដល់ម៉ោង11ទៅហើយអាចជួយមកខ្ញុំបន្តិចតើចិត្តនេះមានលក់ស្តុកឬក៏មានលក់តុកតាដែរទេអាចជួយទិញហ្វាមកខ្ញុំយកទៅឲ្យកូនស្រីរបស់ខ្ញុំប្រទេសចៅមកនេះហៅថាគ្មានស្ករគ្រាប់ផ្លែឈើទេចំណែកលើតុកតាវិញចាំខ្ញុំជួយលោកដល់ផ្ទះហើយចាំខ្ញុំទៅឲ្យកូនលោកជួយតុកតាបែបណាដែរទេទិញតុកតាទេនាងជួយទន្សាយនៅកង្ខែងបាយមេយានាងអាចត្រឡប់មកលេងភីផាវិញអ្នកគ្រូពិតជាសប្បាយចិត្តណាស់នាងពិតជាមានទេពកោសល្យពីកំណើតមែន អរគុណអ្នកគ្រូលឹងពេលមករៀនភីផាគឺដើម្បីប្រឡងយកកម្រិតនិងសិក្សាប៉ុណ្ណោះពេលនេះគ្រាន់តែចង់លេងដើម្បីចំណងចំណុចចិននិងតន្ត្រីតែប៉ុណ្ណោះ តន្ត្រីបារាំងក្នុងស្រុកមិនសូវមានទីផ្សារប៉ុន្មានទេតែទុកជាចំណងចំណុចចិត្តគឺល្អហើយពេលតំណែងនាងអាចមកទីនេះជួយបង្រៀនសិស្សបាននេះក៏ជាប្រាក់ចំណូលដ៏ល្អមួយដែរ ចា៎អរគុណអ្នកគ្រូខ្ញុំនឹងព្យាយាម ប្រឹងប្រែងឡើង ក្មេងនេះគួរឲ្យស្រឡាញ់ណាស់អូនតូចអញគួរឲ្យស្រឡាញ់ណាស់ថែមទាំងពូកែលេងវីយូឡុងទៀនតើអូនឈ្មោះអីដែរខ្ញុំឈ្មោះចៃចាប៉ៅជាដល់ថ្ងៃខួបកំណើតអាយុ5ឆ្នាំខ្ញុំហើយអញហៅខ្ញុំថាចាប៉ៅបានចាចាប៉ៅបងស្រីខ្ញុំក៏ចង់លេងអានឹងដែរលេងចង់ហាត់វីយូឡុងហើយពេលនេះមិនទាន់បានទេភីផាធំពេកសម្រាប់ចាប៉ៅនៅតូចពេកចាំប្រហែលឆ្នាំទៀតទៅឲ្យរៀនបានអញ្ចឹងចាថ្ងៃក្រោយអ្នកមីងលេងភីផាចាប៉ៅលេងវីយូឡុងទៅនេះគឺជាដៃគូអស្ចារ្យបំផុតអ្នកមីងកំពុងខ្វះដៃគូផងពួកយើងសម្ដែងលើឆាកជាមួយគ្នាយ៉ាងម៉េចដែរយល់ព្រមលើយកកុំធនាគារ50,000 យួន មែនតែបងទៅលុយចេញទេលុយនេះបងទៅបីឲ្យអូនហាងគេថាតើបើយើងត្រូវបានចេញតែអូនមានពេលត្រូវរៀបចំជាមួយគេដែរទេ មិនបាច់ទេបានទាំងនេះឲ្យទៅលោកចុះ មែនរឿងពីមុនគឺបងខកចំពោះអូនបងក៏សុំទៅកូនរបស់ពួកយើងដែរពួកយើងបានធ្វើជីវិតភក្តិគ្នាបានទេ មិនបាច់ទេថ្ងៃក្រោយផ្លូវដណាអ្នកនោះដែររស់នៅជីវិតរៀងៗខ្លួនចុះថ្ងៃនេះបានលុយដុំមកវិញយប់នេះខ្ញុំបាយញ៉ាំបាយមកស៊ូស៊ូចូលកែមួយដើម្បីអបអរឲ្យខ្ញុំយកបានលុយដុំមកវិញនឹងទទួលបានជីវិតថ្មីល្អចូលកែមួយដើម្បីជីវិតថ្មីរបស់មាយាចូលកែវយើងទៅបន្ទប់ទឹកមួយផ្លែនថាកៃទឹកលុយទឹកមួយនោះ តើកាគឺលុយតមួយណាស្អាតតែដល់ផឹកជាមួយគ្នាមកកែបានដែរទេ មិនបាច់ទេអរគុណពួកអញធ្វើអីហ្នឹងប្រាក់ដៃប្រាក់ជើងមែនទេ អាយ៉ាស្វែងរកនេះក៏កាន់តែលុយទៀតហើយមួយស្អាតតែញ៉ាំបាយហើយផឹកសារជាមួយគ្នាមកពេលបានដែរទេ ពិតជាមិនចៃដន្យសោះលោកដៃពួកយើងមកទីនេះជិតដល់ឥឡូវនេះហើយពួកលោកលេងឲ្យសប្បាយចុះទីនេះសប្បាយណាស់ ហេក៏ប្រញាប់អីនៅព្រឹកនៅឡើយទៀតណានៅបន្តិចទៀតជាមួយពួកយើងសិនទៅណារបស់ពួកបងសម្រួលអារម្មណ៍សិនទៅណាខ្ញុំមានសារទៅមកដល់ថ្មីណាចាប់ខ្ញុំបាទពួកបងសាកទៅបន្តិចទៅណាឆាប់ថយជើឆ្ងល់ទៅថ្ងៃនេះពួកសិស្សទៅពីរនាក់ត្រូវតែកំដរយើងផឹកស្រាយបងលោកឡាអីកំពុងមកកោអីមែនទេលោកបលីហាកូនជាការយកច្រឡំទៅណាយកច្រឡំតិចទៅណាពួកយើងដល់ថៃហើយឆាប់ទៅ អរគុណពួកយើងសូមទៅមុនហើយ អរគុណហើយប្រធានចៅសម្រាប់ជំនួយមេរៀនណាពួកយើងទៅសិនហើយជួបគ្នាដល់ក្រោយ បើចេញពីផ្ទះថ្ងៃនេះមិនបានមកក្បួនទូទីសោះហេតុអីក៏ទៅទីណាជួបគេអញ្ចឹងទៅសួរមកបន្តិចថាខាងមិញមានអីកើតឡើងបាទ
ប្រធានចៅមិញនេះគឺមានមនុស្សស្រីពីរនាក់ទៅមនុស្សផងតាមញ៉ៃយ៉ាងតែបានដោះស្រាយរួចហើយសំណាក់ឲ្យតែគ្មានរឿងធំដល់មិនកាត់ដែរមិនចឹងតែជាអនុពលក៏ដល់មិនខានទេរីកាទៅថ្នាក់លើផងបើពិតជាឋានផ្សារទៅទៅជាសក្តានុពលស្បងបង្កើនការយាមកម្មផងធ្វើទៅរកជាមិនបាទខ្ញុំយល់ហើយស្អែកខ្ញុំនឹងចាត់ការពីអាចจะសម្រាប់មកទៅเอาទៅប្រាប់ទៅកងឡានទៅសម្រាប់ដែរទេបាទមនុស្សស្រីពីរនាក់ហេតុជាងប្រសាខាងក្រៅទៅបែបនេះលេខគ្នាទៅសូម្បីតែសុខភាពក៏មិនគ្រប់ដែរ ថ្ងៃក្រោយពួកយើងកំផឹកនៅខាងក្រៅទៀតអីគ្រោះថ្នាក់ណាស់ហេតុអីគេទេមកអាឡូសួស្ដី សួស្ដីអ្នកខ្ញុំមកក្រោមផ្ទះរបស់អ្នកអាចចាំមកបន្តិចបានទេ នាយកចៅពេលនេះយប់ជ្រៅណាស់ប្រហែលខ្ញុំរៀបចូលគេងហើយ តើនាងព្រមចាំមកឬឲ្យខ្ញុំឡើងទៅរកទេ យប់ជ្រៅបែបនេះនាយកចៅមានការអី គ្មានអីទេគាត់តែចង់សួរថាតើថ្ងៃនេះជាថ្ងៃពិសេសអីទេទើបបដោយតែគ្រូនេះតែមានប្រទេសខ្លួនឯងអត់ស្រាប់តែថ្ងៃនេះទេ ជារឿងផ្ទាល់ខ្លួនខ្ញុំមិនរំខានដល់នាយកចៅទេបើគ្មានការអីទេខ្ញុំសុំទៅសិនហើយ ជប់សិនអ្នកគ្រូមិនត្រូវឆ្លើយសំណួររបស់ខ្ញុំទេមនុស្សស្រីពីរនាក់តែកណ្ដាលខ្ញុំតែពលសាស្ត្រដែលមានមនុស្សចម្រុះគ្នាបែបនេះវាមិនសុខភាពទេខ្ញុំកំពុងតែបារម្ភពីនេះ កន្លែងបែបនោះវាយ៉ាងម៉េចនាយកចៅសូមឲ្យតម្លៃខ្លួនឯងផងខ្ញុំទៅផឹកនៅទីណាជាមួយអ្នកណាឲ្យផឹកច្រើនប៉ុណ្ណានាយកចៅតើលោកប្រាថ្នាអីមកសួរនាំខ្ញុំទៅ លោកឈួតហើយ ខ្ញុំមិនបានស្គាល់ទេពេលនេះថាក្លាហានណាស់មិនចឹងមានរឿងអីកើតឡើងកាន់នេះមិនខ្លាចដែរមែនទេ អរគុណ សុំតើមិញនេះខ្ញុំមកពីព្រំដែនហើយប៉ុន្តែខ្ញុំគ្រាន់ចង់និយាយថាយប់ហើយកុំទៅប្រឹក្សានៅខាងក្រៅទេវាគ្មានសុខភាពទេមកថ្ងៃនេះពេលមកមិនតទេនាងគិតទៅថានឹងមានអីកើតឡើងទេ អរគុណនាយកចៅដែលបានរំលឹងនៅថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្នប្រយែង អ្នកគ្រូលេងថ្ងៃក្រោយហាក់ឈ្មោះខ្ញុំតែម្ដងទេហើយបែបនេះគឺស្ដាប់ដែរដូចជាមានដំណាប់ភាពខ្លាំងណាស់ស្កាត់ខ្ញុំចិត្តហើយអ្នកគ្រូលេងខ្ញុំយល់ទេហេតុអីនាងតែតែបដិសេធចំពោះក្តីស្រឡាញ់ខ្ញុំចំពោះនាងឬមួយនាងមិនឃើញទឹកចិត្តខ្ញុំចំពោះនាងទេមែនទេ មនុស្សប្រុសដែលមានគ្រួសារហើយមានមួយក្នុងដៃហើយនៅសម្លឹងមួយទៀតមនុស្សប្រុសពិតជាគ្មានមួយណាល្អមែនដោយសារតែខ្ញុំមិនចូលចិត្តលងការចូលចិត្តវាគ្មានន័យចំពោះខ្ញុំទេ អ្នកគ្រូលេងនាងពិតជានិយាយមកត្រង់ៗពិតមែនចាំដល់ក្រោយខ្ញុំនឹងរកគេម្នាក់មកមិនមែននេះអស្ចារ្យពីការសរសើរគ្នាទៅវិញទៅមកថ្ងៃនេះនាងចូលចិត្តខ្ញុំក៏មិនដែរខ្ញុំនឹងយកពេលវេលាមកបញ្ជាក់ឲ្យនាងបានឃើញថាខ្ញុំបានចូលចិត្តនាងមួយពេលនោះទេ គេមើលទៅហាក់ដូចជាមិនកង់កាច់ដូចតែមើលឃើញទេដោយសារតែស្រាមួយកែវនោះនៅថ្ងៃក្រោយឈប់ផឹកទៀតហើយប៉ុន្តែខ្ញុំបាននិយាយបែបនោះដាក់គេប្រហែលជាមិនមកសងសឹកខ្ញុំទេដឹង យ៉ាមែនបាទទីបំផុតអីមកហើយឯងដើម្បីឆ្លាតជាងណាឯងជួយទូរស័ព្ទទៅលោកប្រធានចាំម្ដងទៀតទៅដើម្បីយកឯកសារស្នើសុំដល់ត្រឹមត្រូវនេះទៅឲ្យគាត់ណាមិនចឹងទេអាគិសិក្សារបស់យើងនេះណាច្បាស់ជាចង់ជាមិនខានទេ ម្យ៉ាងចាត់ទុកថាខ្ញុំមកបងឯងចុះមកពីខ្ញុំចម្លងឯកសារខុសទៅបានជាបង្កមានបញ្ហាបែបនេះថ្នាក់ដឹកនាំកុំធ្វើបាបខ្ញុំអីខ្ញុំពិតជាមិនស្និទ្ធជាមួយនាយកចៅទេអាគីពិសារបស់សាលាយើងចាំសុំឆ្នាំក្រោយក៏ដូចគ្នាដែរម៉ែវឯងសាករបស់សុនទៅទោះបីជាសង្ឃឹមតិចក៏ដោយបើមិនចឹងខ្ញុំខ្លាចជាអ្នកទៅប្រចាំសាលាហើយ អាយ៉ាលោកប្រធានចៅនេះជាឯកសារស្នើសុំរដ្ឋបាលរបស់ខាងសាលាយើងណាឯកសារនេះពិតជាមានកំហុសទីទុយពិតមែនពួកយើងសរភ័យទៅផងសូមលោកជួយនិយាយពីម្ដងទៀតទៅណាគ្រាន់តែស្នើទៅវិញតាមនីតិវិធីទៅបានហើយប៉ុន្តែវាគ្រាន់តែខាតពេលបន្តិចប៉ុណ្ណោះរកឯកសារចាស់នោះមកហើយលោកប្រធានចៅអរគុណហើយលោកប្រធានចៅអ្នកគ្រូលីណាអញ្ជើញលោកខាងអ្នកគ្រូលីជួយឡើងទៅតាមយកឯកសារនេះមក ក៏បានប្រធានអូខ្ញុំមិនដឹងថាឯកសារដែលខុសពីមុនមានរូបរាងបែបណាទេបានត្រូវទៅរកជាមួយខ្ញុំ អញ្ចឹងអ្នកទាំងពីរទៅជាមួយគ្នាទៅអ្នកគ្រូទាំងពីរអញ្ជើញមកខាងនេះឯកសារទាំងអស់គឺទុកនៅទីនេះហើយអ្នកគ្រូលីពិតជាស្អាតខាងតែច្រកអត់ទៀតផងមិនច្បាស់ទេតែពេលនៅផ្សារទេមានមនុស្សត្រូវរឿងនេះគាត់បាច់ជាខឹងសម្រាប់ខាងតែនេះ ប្រធានផ្នែកអូបើរកប៉ុន្មានដងហើយនៅតែរកមិនឃើញទៀត ឯកសារទាំងអស់គឺទុកនៅទីនេះហើយមិនគួរណាមិនឃើញទេអ្នកទាំងពីររកមកម្ដងទៀតទៅ
សិលីបាទអ្នកគ្រូទាំងពីរហត់ពេញអប្រកាយឯងត្រូវហៅរដ្ឋានទិញបាយពីបងមកបាទដល់ធានប្រធានអូទៅខាងអ្នកគ្រូជួយទៅយកជាមួយខ្ញុំបន្តិចបាទដើម្បីងាយទៅរសជាតិ បានលើយមកខែអាហារដ្ឋានសភាពាណិជ្ជកម្មចាស់រសជាតិឆ្ងាញ់លេខ1 សុំចេញអ្នកគ្រូលី នាយកចៅខ្ញុំចេះតែក្រៅរងចាប់ប្រធានផ្នែកអ៊ូនៅខាងក្រៅ ចុះសិអ្នកគ្រូលីមិនត្រូវនៅខាងតុតែខាងដល់ទេ មិនបាច់ទេដឹង នេះពិតជាយកឯកសារអនុយោបល់បែបនេះបាទ លោកដឹងតាំងពីដែលបងថាឯកសារនៅទីនេះនៅឲ្យខ្ញុំមករកទៀត បើមិនធ្វើអញ្ចឹងទេខ្ញុំមិនអត់ដែរមកពីណានៅជាមួយនឹងតែពីអ្នកនិយាយគ្នាបែបនេះទេ នាយកចៅខ្ញុំទៅតែលះទេគឺពិតជាគ្រាន់តែចង់រស់នៅម្នាក់ឯងល្អមួយរយៈប៉ុណ្ណោះ ប៉ុន្តែខ្ញុំចូលចិត្តអ្នកគឺធ្វើយ៉ាងម៉េចដែរ នោះជារឿងឡងមិនតេតទៅនឹងខ្ញុំទេ យកហើយនេះក៏បដិសេធខ្ញុំដែរខ្ញុំគ្រាន់តែចង់មើលអ្នកបាចាស់ទៅប៉ុណ្ណោះទេ ខ្ញុំគ្រាន់តែចង់មករៀនសោះឲ្យបានល្អលោកកុំធ្វើផ្ដេសផ្ដាច់ អ្នកគ្រូលីខ្ញុំផ្ដាច់ប្រពៃអានេះទីមួយខ្ញុំតាមញ៉ាំនេះយ៉ាងបាច់ចំហធ្វើគ្រប់គ្នាបានដែរទីពីរខ្ញុំតាមញ៉ាំនេះដល់ស្ងាត់ស្ងាត់មានតែពួកយើងពីរយ៉ាងបានដែរនេះច្រើនមួយណាស់ទេ នឹកស្នាមដំហូបនៅទីនេះថោកសំរុំដែរមិនអាចរឿងនេះដើម្បីដល់គ្រប់គ្នាបានទេគ្រាន់តែតាមញ៉ាំហាមធ្វើរឿងផ្សេង ខ្ញុំនិយាយមកណាស់មកដែរ បានអញ្ចឹងខ្ញុំយកព្រមប៉ុន្តែថ្ងៃក្រោយលោកហាមយករឿងការងារមករំខានដល់ខ្ញុំទៀតម៉ែវរកឃើញនៅកន្លែងណាទៅនៅលើតុត្រូវឯកសារផ្សេងសកាត់ពីលើសំណាញ់ហើយដែលរកឃើញ រកឃើញគេល្អហើយបាទទីមករួចហើយអញ្ចឹងអ្នកគ្រូទាំងពីរញ៉ាំទៅតនៅក្រៅ ម៉ែវមហូបនៅទីនេះដើម្បីដូចគេនិយាយពិតមែនមានច្រើនមកពួកយើងទៅញ៉ាំជាមួយគ្នាទៅអរគុណបងស្រីអូនពួកយើងត្រឡប់ទៅញ៉ាំនៅសាលាវិញទៅញ៉ាំទីនេះមិនស្រួលចិត្តទេបានតែ ល្អអញ្ចឹងខ្ញុំមិនរំខានទៀតទេ ថ្ងៃនេះបច្ចុប្បន្នផ្នែកធំមែនបានជួបជាមួយនាយកចៅមើលទៅសង្ហាជាក្នុងទូរទស្សន៍ទៀតអំបញ្ញមិញពេលដែលខ្ញុំចេញទៅទិញបាយអាចបាននិយាយជាមួយនាយកចៅទេអត់ទេសូម្បីតែងើបមកគាត់ក៏មិនហ៊ានផងមែនហើយមនុស្សដូចជាគាត់មិនមែនជាមនុស្សពិភពតែមួយជាមួយពួកយើងទេប៉ុន្តែពេលញ៉ាំបាយលើកមុនអាចបានអង្គុយក្បែរគាត់តែឯងស្អាតបែបនេះគាត់ប្រហែលជាចាំអាចបានហើយនិយាយប្រេះកុំគិតច្រើនពេកមនុស្សដូចគាត់មនុស្សបែបណាក៏ធ្លាប់ជួបដែរមែនហើយទោះជាយ៉ាងណាក៏ដោយលើកនេះពិតជាសំណាងណាស់ដែលមានឯងជួយអាចដោះស្រាយបានទៅបានហើយពួកយើងទៅវិញទៅបាន មកបាត់ហើយតែមកជាវិទ្យាការប្រធានចៅអូសេលីអត់មានកម្មករទេអាចជាវិទ្យាការមកចុះខ្ញុំមានកម្មតែត្រឹមតែប៉ុណ្ណាបាទប្រធានចៅសូមឲ្យលោកមានពេលដល់ទីហើយបានជាលោកប្រធានចៅតែខ្លួនដូចជាកង្កោបាទក៏ទៅដល់នេះអញ្ចឹងតែគាត់នៅលេយូរហើយបងដល់ពេលរកគូហើយអ្នកគ្រូលេង ហេតុអីលោកនៅទីនេះ គឺខ្ញុំមកវិញផ្លូវនៅទីនេះ រកលែសំជំនាញបន្តិចទៅបានទេ អញ្ចឹងអ្នកគ្រូអត់ជួយខ្ញុំតែញ៉ាំបាយបន្តិចបាទ មិនទំនងទេដឹងនៅចិត្តខ្ញុំក៏គ្មានភោជនីយដ្ឋានឆ្ងាញ់ៗដែរ ខ្ញុំស្គាល់កន្លែងមួយដែលនៅតាមផ្លូវស្រាប់អត់ទេអ្នកកាលពីណៃ សួស្តី អ្នកគ្រូលេងសាមកហូបណាដែលអ្នកគ្រូជួយចិត្តទេ សាក់មើលមុខម្ហូបណាដែលលោកចង់ញ៉ាំដែរទេ បញ្ចុះខ្ញុំយកមួយនេះហើយនឹងមួយនេះទៀតណា កុំកំងច្រើនពេកអីនោមតែខ្ជិះខ្ជាយទេ នេះជួយសំចៃខ្ញុំទៀតហើយចុះបើសាមតិចដែរទេសាមកនៅទីនេះគឺផ្អែមហើយឆ្ងាញ់ទៀតផង មិនបាច់ទេខ្ញុំបើកឡានមិនអាចផឹកស្រាបានទេនឹកស្មាប់ដល់ថានាយកដូចជាគេមានភាពសម័យបែបនេះសោះមិនញ៉ាំបាយនេះហើយអាហារតូចតាចបែបនេះ អាហារមកដល់ហើយ គ្រូមកទេតាឆ្ងាញ់ទេខ្ញុំមកថ្ងៃនេះគឺពិតជាសប្បាយចិត្តណាស់ខ្ញុំខានមានអារម្មណ៍ធ្វើស្អាតបែបនេះយូរហើយគឺត្រូវអរគុណអ្នកគ្រូលេងមកមិនចឹងទេពេលនេះខ្ញុំត្រូវវិញមកស្លាប់យូរទៀតហើយ គេជាអ្នកដែលធូរស្រាលហើយតែខ្ញុំមិនសូវស្រួលខ្លួនទេបើភរិយាគេដឹងនាយកចៅលោកដល់ពេលវាពីការបែបនេះតើមិនបារម្ភថាគេចំណាំមកបានហើយនិយាយដើមទេ អញ្ចឹងខ្ញុំក៏ត្រូវមានជីវិតតខ្លួនដែរហើយ នាយកចៅលោកធ្វើបែបនេះចិត្តទៅមនុស្សនៅតែលោកជាអីទៅ ខ្ញុំមិនខ្វល់ទេមិនបានជានាងតែខ្វល់ពីនាងម្ល៉េះ
នេះគ្មានអត្តពលឲ្យជាមួយនាងទេការខ្ញុំចូលចិត្តនាងគឺខុសពីនាងតែសោះណាជាប៉ាក៏គាត់ចូលចិត្តនាងម្នាក់ខ្លាំងដែរ ការធ្វើស្រីលះគ្មានអធិពលលើខ្ញុំទេតើគេគិតអ្វីហ្នឹងហេតុអីគេថាគ្មានអធិពលទោះបីខ្ញុំលះមែនក៏មិនមែនថាខ្ញុំរកអ្នកតតងមិនបានដែរលែងនិយាយជាមួយលោកទៀតហើយ អ្នកកូលី លោកកុំទាញចុះឡើងប្រយ័ត្នមានគេឃើញខ្ញុំមិនយល់ទេមនុស្សដូចជាលោកចង់បានមនុស្សបែបណាក៏បានដែរហេតុអីត្រូវមកតាមរំខានខ្ញុំគ្រាន់តែជាគ្រូបង្រៀនអ្នកដែលបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ប៉ុណ្ណោះ នោះមិនជាផលនាងទេអ្វីដែលខ្ញុំបានឃើញគឺភាពលេចធ្លោរបស់នាងនៅក្នុងថ្នាក់រៀនគឺជានាងដែលរំយ៉ាងស្អាតនៅក្នុងបានាងស័ក្តិសមទទួលឲ្យដល់ជាងនេះសត្វទូយកខ្ញុំមើលទៅខ្ញុំបានមានលទ្ធភាពមកថានាងមកល្អជាងអ្នកដទៃ ស្អែកនេះខ្ញុំនៅមានបង្រៀនសិស្ស អញ្ចឹងខ្ញុំជួយនាងទៅវិញហើយកងឡារបស់ខ្ញុំជាវិធីការហើយនៅទីនេះក៏ពិបាកហៅតាស្អីដែរ ហេតុអីមនុស្សម្នាក់នេះតែមានវិធីធ្វើខ្ញុំតល់គំនិតអញ្ចឹងបាន 你有一双 មកដល់ហើយ ឡើងទៅកូលីដែរទេ មិនបាច់ទេ 接人你的心， ក៏បានអរគុណហើយដែលជួយខ្ញុំមកវិញ 知天高地厚的我，你的微笑总是让我为你着迷。 លីហើយ 你有一双深情的眼睛，你有融化冰雪的魔力，从来不敢奢求 លឿនមែនយេពួកយើងមានពេលវេលាយូរទេ 你的美丽，总是让我躲不过去。 ហេតុអីថ្ងៃនេះមកយឺតបែបនេះ ថ្ងៃនេះនៅសាលាមានប្រជុំមិនទាន់ក៏ខាត់ពេលអស់មួយសន្ទុះចុះហេតុអីម៉ាក់នៅមិនទាន់គេទៀត រឿងនេះកំពុងមកជក់ចិត្តផងអង្គុយមើលជាមួយម៉ាក់ទេណែត្រូវសក់ផ្អាប់ដែលកូនចូលចិត្តបើកូនចង់ញ៉ាំក៏ញ៉ាំទៅមិនហើយចុះសប្តាហ៍ស្អែកនេះកូនមានកម្រងទៅណាទេ ស្អែកនេះកូនទៅដេញពីប៉ា បែបនេះក៏ល្អដែរទីបំផុតកូនត្រឡប់ទៅរកចំណងចំណូលចិត្តពីមុនហើយម៉ាក់ខាស្ដាប់កូនដេញយូរហើយលើកឡើងដែរម៉ាក់ស្ដាប់ផង បានការបាននៅក្បែរម៉ាក់បែបនេះហាក់ដូចជាល្អណាស់មែនហើយការលេងនេះគឺជាចំណុចដ៏ឆ្លៀសវៃជាប៉ៃបងស្រីយាយាជាប៉ៃចាប់បងនៅទីនេះមែនទេជាប៉ៃថ្ងៃនេះចង់សក់ស្អាតណាស់បងយាយាខ្ញុំមានកាដូជូនឲ្យបងប៉ាត់មែនកាដូអីទេយកបងមើលមើលគឺជាដង្កៀបដែលខ្ញុំធ្វើដោយផ្ទាល់ដៃវ៉ាជាប៉ៃពិតជាប្រកាយណាស់ដោយប៉ិនប្រសំហើយស្អាតទៀនបងយាយាចុងសប្តាហ៍នេះជាថ្ងៃខួបកំណើតរបស់ខ្ញុំហើយតើបងចង់ចូលរួមដែរទេជាប៉ៃចំពោះក្មេងតូចដូចជាក្មួយថ្ងៃកំណើតគូនៅជាមួយប៉ាម៉ាក់លោកតាលោកយាយនិងមិត្តភក្តិដទៃទៀតមីងជាមនុស្សធំហើយប្រហែលជាមិនអាចទៅចូលរួមបានទេប៉ុន្តែមីងអាចជូនកាដូខួបកំណើតឲ្យក្មួយបានខ្ញុំយល់ថាបងមិនមែនជាមីងទេតែជាបងស្រីមនុស្សដែលជាមីងសិតតែមានកូនតូចៗទាំងអស់ជាប៉ាកូនតូចរបស់មីងគេមិនបានកាត់ដៃមីងឲ្យជាប់ក៏ហោះទៅលើមេឃបាត់ហើយដូចជាពេញប៉ាំងនោះមែនទេដូចជាពេញប៉ាំងនោះអញ្ចឹងចាំម៉ាក់របស់ខ្ញុំតើគាត់ហោះទៅលើមេឃមែនដែរទេជាប៉ាម៉ាក់របស់ក្មួយមែនហើយខ្ញុំមិនដែលឃើញម៉ាក់ទេអ្នកស្រីនៅផ្ទះបងប្រាប់ថាម៉ាក់ខ្ញុំស្លាប់ហើយដូច្នេះហើយខ្ញុំមិនដែលឃើញគាត់ឡើយមិនចម្លើយទេដែលមិនដែលឃើញម៉ាក់គេមកទទួលសោះសូម្បីតែប៉ាគេក៏មិនដែលឃើញដែរតែប៉ាត់បែបនេះសោះគឺពិតជាក្មេងដែលគួរអាណិតមែនម៉ាក់ជាប៉ាគាត់ប្រកាន់ជាសោកស្ដាយខ្លាំងណាស់ដែលមិនអាចនៅក្បែរក្មួយបានប៉ុន្តែគាត់នឹងដូចជាកូនមីងដែរអញ្ចឹងនឹងខ្លាចជាផ្កាយដែលភ្លឺនៅលើមេឃជារៀងរាល់យប់គាត់នឹងមើលមកក្មួយជានិញប៉ាត់មែនទេប៉ាត់មែនហើយបានហើយប្រាប់មិញមកតើក្មួយចង់បានកាដូអីគេខ្ញុំនៅមិនទាន់ដឹងទេបែបនេះចុះពួកជារសារការភ្ញាក់ផ្អើលទុកមួយទេមិញប្រកាសជារើសកាដូមួយឲ្យជាប៉ាត្រូវចិត្តបំផុតល្អទេល្អណាស់អរគុណបងយាយាទៅរៀនទៅ ជាប៉ាមកដែរមកកូន លោកប៉ា លោកប៉ាខ្ញុំស្មានតែលោកប៉ាទៅធ្វើការបាត់ហើយ ប៉ាសន្យាជាមួយកូនហើយតាថាថ្ងៃកំណត់កូននៅជាមួយកូនពេញមួយថ្ងៃ ជាប៉ាថ្ងៃនេះឲ្យលោកប៉ាកំដៅកូនហាត់លេងភ្លេងទៅសូមច្បាប់ឈប់មួយថ្ងៃមិនបាច់ទៅទេ មិនបានទេលោកយាយខ្ញុំចង់ទៅហាត់ភ្លេងបងយាយានៅមានកាដូជូនឲ្យខ្ញុំទៀត បងស្រីយាយាគឺជាអ្នកណាទេ គឺជាបងស្រីម្នាក់នៅកន្លែងហាត់ភ្លេងគាត់ស្អាតណាស់ហើយថែមទាំងចេះដេញភីផាទៀតផង ល្អណាស់ថ្ងៃនេះជាប៉ាចង់ទៅណាក៏ទៅចុះណាប៉ានៅកំដៅកូនពេញមួយថ្ងៃយកព្រមទេ ល្អណាស់លោកប៉ាខ្ញុំស្រឡាញ់លោកប៉ាបំផុត ទៅចុះ ជាប៉ាធំហើយក៏ដឹងក្តីច្រើនដែរថ្ងៃមុនគេបានសួរម៉ាក់ថា
តែម៉ាក់ដែរនៅលើមេឃកំពុងនៅគេដែរទេលើពាក្យនេះហើយម៉ាក់ស្ទើរតែខ្លាចជាស្លាប់ទៅហើយធេងឈុនមិនមែនម៉ាក់បង្ខំកូនទេពួកយើងយល់ឃើញថាបើកូនជួបអ្នកពេញចិត្តហើយចាប់ផ្ដើមថ្មីទៅយ៉ាងណាជាប៉ាក៏ត្រូវការគ្រូសាស្ត្រពេញលេញមួយដែរ ម៉ាក់ខ្ញុំនិយាយគ្នាពេលគាត់ចុះខ្ញុំសុំទៅទឹកសិនហើយ ធេងឈុន 嗯， កូនស្រីមករំការងារម៉ាក់ចាំងយានកូននៅចាំទេពេលមុននាងតែមិនចាំតែពេលនេះនាងចាំការហើយរឿងជាប៉ានាងក៏មិនប្រកាសដែរកូនថាទៅកូនចង់ជួបនាងបន្តិចដែរទេ ម៉ាក់រឿងនេះខ្ញុំនឹងច្បាស់ក្នុងចិត្តហើយម៉ាក់កុំលុកដៃឯងមិនទៅទៀតម៉ាក់ហាក់ជាបញ្ញ៉ាបាយផងខ្ញុំជួនគេទៅហាត់លេងព្រោះតាមនឹងចឹងណាណែហុំចិត្តហើយកុំបាក់ចិត្តអីណាកូនចៅវាមានផ្លូវរបស់វាហើយយើងកុំខ្វល់ច្រើនពេកអីណា លោកចៅតើបងអាចជួយបារម្ភបន្តិចបានដែរទេបងមកទេអ្នកដទៃចុះអាយុវ័យនេះហើយនៅក្នុងផ្ទះអ៊ូអនណាគឺមានតែផ្ទះយើងទេដែលស្ងាត់ជាងងបែបនេះ បានហើយចាំស្អែកខ្ញុំស្លេកពេកចុះតោះពួកយើងទៅរកជាប៉ៅដើម្បីញ៉ាំអាហារពេលព្រឹកវិញចាប់ទៅជាប៉ៅខំរៀននៅបកាយណាយល់ព្រមទេប៉ាចាំកូនខាងក្រៅនេះណា បងស្រីយាយា អ្នកគ្រូលេងជួបគ្នាទៀតហើយ តាមពិតប៉ាជាប៉ាគឺជាចៅធេងឈុន អ្នកគ្រូលេងជួបគ្នាម្ដងទៀតហើយ ពិភពលោកនេះពិតជាតូចជាងអ៊ីតមែនជាប៉ានេះជាកាដូដែលបងជូនឲ្យឯងគឺជាឈុតផ្ទះបាយតែថ្ងៃមុខឯងលេបប្រកាសជាសប្បាយជាងមុនមិនខានអរគុណបងស្រីយាយាខ្ញុំចូលចិត្តណាស់លោកប៉ានេះហើយជាបងស្រីយាយា មិនស្មានថាបោះស្រីជាតែជាប៉ៅអ៊ូរត់ថ្ងៃនេះតាមពិតគឺជានេះសោះមើលទៅទឹកមើលរបស់គេផាជាបានរត់ទៅសោះបើគេដឹងមុនថាជាប៉ៅគឺជាកូនរបស់ខ្ញុំតើគេនឹងអត់ដាក់ជាប៉ៅបែបនេះដែរទេ ជាប៉ាបងមិនចឹងឲ្យប៉ាឯងយកកាដូទៅទុកនៅក្នុងឡានសិនទៅពួកយើងដល់ម៉ោងរៀនហើយចាបងស្រីលោកប៉ាយកកាដូទៅទុកនៅក្នុងឡានសិនទៅខ្ញុំដល់ម៉ោងរៀនជាមួយបងយាយាហើយ បានចាំបន្តិចទៀតប៉ៅនឹងមកវិញណាទៅចុះមើលទៅថ្ងៃនេះជួនជាប៉ៅទីពិតជាចំណុចដែលត្រឹមត្រូវមែន លោកមិនទៅមើលជាប៉ារៀនទេហេតុអីនៅទីនេះទៀត ព្រោះមើលទៅអ្នកគ្រូស្អាត លេខដៃទៅ ជាប៉ៅគួរឲ្យស្អាតណាស់មែនទេ គួរឲ្យស្រឡាញ់ណាស់ ហើយចុះពេលនេះអាចទទួលយកគេបានហើយណា អ្វីដែលលោកនិយាយពីមុនឲ្យខ្ញុំទទួលយកគ្រូសាឡុងគឺទទួលយកគេតែម្នាក់គត់មែនទេ អញ្ចឹងតើជាអ្វីទេ តាមពិតបែបនេះសោះស្មានតែគេចង់ឲ្យខ្ញុំធ្វើជាប្រពន្ធចុងគេដែលបើកចំហទៅវិញខ្ញុំសូមត្រឡប់ទៅវិញហើយ ជប់សិនអ្នកគ្រូលេងកាលពីមុនអ្នកគ្រូផាជាស្មានថាខ្ញុំឲ្យអ្នកគ្រូធ្វើជាខ្សែកំណើតរបស់ខ្ញុំបែបនេះទើបបានជាអ្នកគ្រូបញ្ញាបត្រសាជាមួយខ្ញុំបែបនេះមែនទេសុំតោះកាលពីមុនខ្ញុំបានយកបានច្បាស់ពីស្ថានភាពគ្រួសាររបស់ខ្ញុំឥឡូវនេះមានការយល់ច្រឡំហើយអ្នកគ្រូនៅបរិស័ទខ្ញុំទៀតដែរទេ នាយកចៅខួរក្បាលខ្ញុំពេលនេះច្បុកច្បល់ណាស់ខ្ញុំត្រូវការភាពស្ងប់ស្ងាត់បន្តិច តែចង់ស្ងប់ស្ងាត់បែបណាដែរទេ ចៅធេងឈុន សុំទៅផង អ្នកគ្រូលេងមិនដូចដែរអ្នកគ្រូគិតទេខ្ញុំអាចពន្យល់បានមិនមែនអញ្ចឹងទេ មែវគ្រូឆ្លងកាត់អស់ហើយគ្រូយល់ អ្នកគ្រូលេង ទើបមិនថាផ្សាយទៅតចុះក៏ចេះតបដែរអ្នកគ្រូលេងមិនខ្ញុំបានមកពេលអ្នកគ្រូហើយអត់ខ្ញុំសុំទៅផងខ្ញុំចង់ប្រាប់អ្នកគ្រូថាខ្ញុំចង់មានសិទ្ធិពេញលេញដើម្បីឈរនៅក្បែរអ្នកគ្រូតែអ្នកគ្រូគ្មានអារម្មណ៍លើខ្ញុំឬមួយក៏អ្នកគ្រូមិនហ៊ានមានអារម្មណ៍លើខ្ញុំទេ តើវាសំខាន់ណាស់មែនទេ វាពិតជាសំខាន់ណាស់បើហេតុផលទី1ខ្ញុំគ្រប់តាមការសម្រេចចិត្តអ្នកគ្រូតែបើហេតុផលទី2
ខ្ញុំចង់ដឹងថាអ្នកកូនតាខ្លាយអ្វីដែរទេ សូមតបផងខ្ញុំស្ថិតនៅករណីទី1សូមនយោបាយរក្សាកិត្តិយសផងសូមតើសិនហើយ ហេតុអីទេ ចុះហេតុអីបានជាខ្ញុំត្រូវស្រឡាញ់លោកគ្រាន់តែដោយសារលោកជានយោបាយដែលមានបុណ្យស័ក្តិអំណាចមែនទេដោយសារតែលោកស្រឡាញ់ខ្ញុំតើខ្ញុំត្រូវស្រឡាញ់លោកវិញមែនទេលោកមកមិនឃើញពីគម្លាតពួកយើងទេ ថ្ងៃនេះខ្ញុំមកតែក្រាមឆាឡាទាំង7ពណ៌ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងចាអូពិសេសថ្ងៃនេះប៉ូលីពីអ្នកនឹងសាញ់ប៉ូលីជុកៗហើយឬជាប៉ូលីពី3ថ្ងៃនេះប៉ូលី3សម្រាប់អ្នកដែលគាត់ចង់បានប៉ូលីដិតចូលរួមកម្មវិធីប៉ូលី3 the best ថ្ងៃនេះប៉ូលី4អ្នកទាំងអស់គ្នា4នេះគឺជាប្រភេទឈូកដិតហ្នឹងอันนี้ปริปรำโอ้เลข6อันนี้ปอเห็นใบกระเบื้องเนี่ยเหรอเนี่ยอันนี้ปอเลข6สำหรับโอ้ขอบใจอันนี้ปอเลข7โอ้เนี่ยนั่นแกแสดงปอประคอยเนี่ยจะเหมือนกันใช่ไหมគាត់តែចង់បានយូរសាហាវអ្នកដែលគាត់ចង់បានជាមួយនឹងក្រែមដែលចង់បានយូរចាញ៉ាំទៅគឺអត់ងាយរបកកុំភ្លេចជាមួយនឹងក្រែមឆាឡាយូរងាយរហូតដល់7ពណ៌អ្នកទាំងគ្នាជ្រើសរើសសម្រាប់ក្រែមឆាឡានេះអ្នកទាំងអស់គ្នាគឺជាប្រភេទក្រែមដែលមានសាច់គីឡូនៅក្នុងនោះតែម្ដងចឹងពេលអ្នកទាំងអស់គ្នាប្រើទៅគឺអត់ស្ងួតផុតខ្លាំងពេកទេចា